ពីព្រោះអ្នកខ្លះអត់ទាន់ដឹងសាច់រឿងអីអញ្ចឹងហេតុអីបានខ្ញុំថ្ងៃហ្នឹងបែកស្លុយចេញបណ្ដាលចេញអីអញ្ចឹងចាកីឡាករពិសេសចាហ៊ូ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 អ្នកសេអ្នកមើលខ្ញុំសុទ្ធតែអ្នកមានចំណេះចេះដឹងទាំងអស់ពេលហ្នឹងបានបងប្អូនដឹងចាចង់មើលអ្នក live Facebook មានចំណេះចេះដឹងប៉ុណ្ណាក៏មើលអ្នក live ទៅមើលអ្នកចូលមើលអាហ្នឹងបានបញ្ជាក់ពីនាងខ្ញុំពីព្រោះគេហៅអីមនុស្សយើងចេះដឹងមិនត្រូវជាមួយអ្នកចេះដឹងមនុស្សដែលត្រឹមត្រូវមិននៅជាមួយមនុស្សត្រឹមត្រូវចាអាហ្នឹងបានវាត្រូវចាសំបីតែអាមនុស្សស្រីក៏យួនមានបង្កប់ជាតិគីមីដែរចាចាំមកថាខ្ញុំមិនថាអីគេឲ្យដំណឹងមកខ្ញុំចាហៀកុំឲ្យពិបាកពេកជួយ sponsor មួយទៅណាណាត់ទៅវាយនៅឡុងប៊ិចហ្មងហើយអ្នកណាគេចាក់លុយខាងចិនដាវីខ្លះឈ្នះម៉ានណាចិនដាវីអត់យកសុំតែរួចសបុតយន្តហោះក្រៅពីហ្នឹងចូលលោកបឋមទៅជាតិទាំងអស់អ្នកណាខាងចាប់ខាងចិនដាវីខ្លះឲ្យបកប្រកាសឲ្យគណៈកម្មការនៅឡុងប៊ិចចាពីព្រោះក្រៃលោកគេរៀបចំវេទិកាឲ្យខ្ញុំឡើងសៃវៀនបានចាខ្ញុំនឹងទៅប្រកួតអូខេហៀរៀបចំសៃវៀនឲ្យខ្ញុំផងពីព្រោះគេឥឡូវគេប្រកាសសង្គ្រាមហើយគេថាតើខ្ញុំមកបានគ្រប់គីឡូជាមួយគេអូខេនាងខ្ញុំអត់ចង់នាងហ្នឹងឯងនាងចាស់ស្មានអង្គរមិនត្រឹមតែមើងងាយនាងខ្ញុំទេឥឡូវមើងងាយដល់អ្នកគ្រប់ត្រូលនាងខ្ញុំថាអ្នកគ្រប់ត្រូលហ្នឹងក៏ល្ងីល្ងើដែរនេះថោកណាខ្ញុំអត់ចង់បាយនាងហ្នឹងពីព្រោះខ្ញុំនាងហ្នឹងគឺសម្រាមដែរមីផោកណានាងចាស់ស្មានអង្គរគឺផោកណាខ្ញុំចុះអាត្រង់យើងមើងងាយគេរាល់ថ្ងៃនេះមើងងាយរាល់ថ្ងៃហ្នឹងតែគេឈឺចាប់អត់ហានាងកាច់ឡានាងស្បែកស្វិតហើយនាងឯងរៀនបានថ្នាក់ទី8សោះនាងឯងអង្គុយមួយថ្ងៃមើងងាយតែគេឲ្យអួតខ្លួនឯងចេះដឹងណាថាខ្លួនឯងនឹងថ្លៃប៉ុណ្ណាយើងចង់ថ្លៃតែប៉ុណ្ណាចង់ទៅរៀនកប់មេឃបានប៉ុណ្ណាក៏រៀនទៅប៉ុន្តែយើងកុំឲ្យមើងងាយគេចុះបើគេមើងងាយខ្លួនឯងវិញសួរថាឆេះអ៊ីសេមកចុះមានយល់ពីអារម្មណ៍គេហ៎ហាមានស្បែកស្វិតគីឡូជាមួយនាងខ្ញុំទេប៉ុន្តែខ្ញុំស្ផឹកវាមួយវាវាយអ្នកគ្រប់ត្រូលខ្ញុំថាអ្នកគ្រប់ត្រូលខ្ញុំល្ងីល្ងើប្រហើនណាស់មីនេះមីយល់ផុកនេះប្រហើនណាស់ចាប៉ុន្តែកុំតតមួយវាព្រមមីនេះគ្មានគីឡូជាមួយយើងទេវាយតែមីមេវាគឺមីចិនតែវាបានយូរនឹងមីស្រីបើយូរហើយនឹងប្រភពចាយយូរ3នឹងខ្លាំងជាងគេចាក្រៅពីនឹងគ្មានគីឡូមួយយើងទេ5 4 5អ្នកតែក៏អត់មានគីឡូមួយយើងដែរមីកំពូចទាបងប្អូនឃើញនៅមីកំពូចទាហ្នឹងវាទាវាយគ្នាជាមួយខ្ញុំថ្ងៃមុនវាទាកំតិចខ្ញុំណាវាចង់កំតិចខ្ញុំឥឡូវហ្នឹងវាទាមកធ្វើសង្គ្រាមជាមួយខ្ញុំទៀតខ្ញុំសួរថាយីមាននេះឈួតអីជាណារឿងខ្លួនឯងនៅក្នុង Facebook បាយស្អុយពេញក្នុង Facebook ណាអត់គិតរកកម្មវិធីអីដោះស្រាយរកតម្លាភាពបង្ហាញខ្លួនឯងដើរចោតគេចោតឯងបងប្អូនជួយពិចារណាមើលថាតើវាសមទេខ្លួនឯងមានភ័ស្តុតាងមានសំណេរអីសពគ្រប់បែបយ៉ាងទាំងអស់ណាអត់គិតរកភ័ស្តុតាងអ្វីមកបញ្ជាក់ពីតម្លាភាពប្រាប់ប្រជាពលរដ្ឋបងប្អូនអ្នកគ្រប់គ្រងផងណាហើយរឿងអ្នកគ្រប់គ្រងដូចគ្នាទៀតអ្នកខ្ញុំនិយាយរួចហើយថាអ្នកណាគេចូលចិត្តមើលអ្នកឯងឈួតទៅណាអានឹងរឿងរបស់គេមនុស្សវាមានចិត្តរៀងខ្លួនអ្នកខ្លះគេចូលចិត្តមើលមនុស្សឈួតទៅអ្នកខ្លះគេចូលចិត្តមើលមនុស្សជេរគ្នាទៅអ្នកខ្លះគេចូលចិត្តរឿងនយោបាយទៅអ្នកខ្លះគេចូលចិត្តរឿងកំប្លែងទៅវាជាសិទ្ធិសេរីភាពរបស់គេហេតុអីបានចូលចិត្តដែលថាកំណត់កម្រិតវប្បធម៌គេមិនឲ្យខ្លួនឯងនឹងស្អីថ្លៃថ្នូរអីជាងគេតែឯងមិនណាហ្នឹងហើយអ្នកណាគេជាអ្នកថ្លៃថ្នូររៀនសូត្របានក្រុមថ្នាក់ទី8ចាបើសិនចូលមើល account មីកាច់ឡាងណារៀនលើថ្នាក់ទី8កុំចូលមើលអសោះពីព្រោះវាថ្នាក់ទី8វាធ្វើគ្រូអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាទៅក្រោមថ្នាក់ទី8បានចូលមើលបានបើយើងលើថ្នាក់ទី8ទៅមើលមនុស្សឈួតមើលមនុស្សលើកើអញ្ចឹងយកមនុស្សឈួតលើកើដោយមីកាច់ឡាងហ្នឹងយកធ្វើគ្រូអញ្ចឹងមិនឡប់ទេណាហើយខ្ញុំសូមជម្រាបទៀតកន្លងមកខ្ញុំផ្ដាំផ្ញើទៅអាមីអាថោងឆ្កែឆ្មាអ្នកការពារមីកាច់ឡាងហ្នឹងផងណាជាពិសេសនាងចំនួននេះរដីអីថាអូយកអាស្អី screenshot របស់ខ្ញុំថាធ្វើអីកាច់ឡាមិនកើតទៅបង្កើតជារឿងណាខ្ញុំសូមជម្រាបថាខ្ញុំមិនដែលប៉ិនប៉ងធ្វើអីមីកាច់ឡាទេមានតែមីកាច់ឡាទេដែលវាព្យាយាមកំទេចខ្ញុំបំផ្លាញខ្ញុំណាអញ្ចឹងត្រង់ចំណុចហ្នឹងឯងសារខ្ញុំមកដែលចោទថាមីកាច់ឡាហ្នឹងជាជនបង្កប់ខ្ញុំមកដែលចោទមីកាច់ឡាថាជាគណៈបក CPP ឯងដែលឃើញទេបងប្អូនដែលឃើញខ្ញុំចោទនេះឯងមានតែវាចោទខ្ញុំណាខ្ញុំមិនដែលបានថាមីកាច់ឡានឹងគណៈបក CPP ទេអត់ទេប៉ុន្តែឥឡូវខ្ញុំថាមីនឹង CPP ហើយពីព្រោះវាបំរើគោលនយោបាយរបស់ហ៊ុនម៉ាណែតនិងហ៊ុនសែនវាព្យាយាមតាមបំផ្លាញខ្ញុំសូតែខ្ញុំធ្វើអីខុសជាមួយគណៈបកសង្គ្រោះជាតិខ្ញុំធ្វើអីខុសជាមួយជាតិបានវាព្យាយាមតាមកំទេចខ្ញុំតាមបំផ្លាញខ្ញុំអត់មានថ្ងៃឈប់អញ្ចឹង
ណាហើយខ្ញុំនឹងមេក្រុមយួនអីខ្ញុំសូមប្រាប់ថានាងឯងមុននឹងនិយាយនាងឯងរកភ័ស្តុតាងមកសិនហើយលៀងក្តិតខ្លួនឯងឲ្យច្រាស់សិនទៅលៀងក្តិតខ្លួនឯងឲ្យច្រាស់សិនមុននឹងនាងឯងថាឲ្យគេណាមានភ័ស្តុតាងអីអត់ហើយភាសាវាដែលថាអូបន្លាយអ្នកដែលធ្វើនយោបាយបំរើហ៊ុនសែនគឺធ្វើនយោបាយអូបន្លាយវារាល់ថ្ងៃនោះព្យាយាមអូបន្លាយឲ្យកូននៅក្នុង Facebook បង្កើតតែចំនួនបំផ្លាញគេឲ្យកូនខ្មែរវល់នឹងមនុស្សមើលគ្នាឆ្លុះគ្នាសួរថាតើអ្នកណាគេជាអ្នកប្រព្រឹត្តគឺមីហ្គេចឡានឹងទាំងអស់មីអនុក្នុងមីដង្កូវរបស់គណៈបក CPP ថ្ងៃហ្នឹងហើយគឺជាកញ្ចះរបស់ហ៊ុនម៉ាណែតណាថ្ងៃឃើញមានភ័ស្តុតាងអត់បើថ្ងៃថាថ្ងៃត្រឹមត្រូវថ្ងៃកុំឲ្យចោតគេបៀមឈាមព្រោះដាក់គេថ្ងៃរកភ័ស្តុតាងមកថ្ងៃរកការលាងសម្អាតខ្លួនថ្ងៃឲ្យជ្រះសិនណាមិនដឹងជប់សិនចាំម៉ាមីហើយកូនហ្នឹងហើយលាងខ្លួនឯងឲ្យជ្រះសិនទៅណាមុននឹងមកនេះគេណាមុននឹងបៀមឈាមព្រោះដាក់គេអូខេមីកាឡាងមីស្បែកស្វិតហើយប្រាប់ថ្ងៃថាចែករកថ្ងៃធ្វើនយោបាយអីថ្ងៃចេញទៅមកកំតិចអញនឹងធ្វើអីថ្ងៃអញចាក់ហុកបុកឆ្កៀលអីថ្ងៃចម្បើម្លេះបានថ្ងៃមកគុំគួនអីអញចេះចប់អញ្ចឹងណាហើយរាល់ថ្ងៃស្អីអញគីឡូគ្រប់មួយថ្ងៃអញដែលយកខ្លួនអញទៅបៀតប្រៀបធៀបអីជាមួយមួយថ្ងៃទៅថ្ងៃចង់ឈ្នះចាញ់អីឈ្នះតែឯងទៅឈួតទៅដឹងហ៎ឬមួយក៏ថ្ងៃចំណែនអញរឿងស្អីមួយថ្ងៃនិយាយស្មោះមើលអញធ្វើអីថ្ងៃមួយថ្ងៃបានចាំមកឆ្កឹះឆ្កៀលអញចេះចប់អញ្ចឹងអញមិនចង់អញអរគុណថ្ងៃនេះដែលថ្ងៃឲ្យអញស្មើនឹងគីឡូសម្រាប់ប្រកួតមួយថ្ងៃតែអញខ្ពើមអញហត់ណាមីកាឡាមីស្បែកស្វិតមីឈាមថោកឈប់ទៅឈប់ទៅណាអញអត់មានដើរតែក្បត់ជាតិទៅធ្វើអីខុសឆ្គងជាមួយជាតិជាមួយប្រទេសជាតិអញទេណាជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរក៏អញអត់បានធ្វើអីខុសដែរណាមីខ្សលមីឈាមថោកមីឈាមកប់ថ្ងៃមួយថ្ងៃអួតថាថ្ងៃនឹងមានតំណែងប្រមាណតំណែងបងប្អូនចាំមើលតំណែងវាចាំមើលคลิปវាទៅហើយវាថាវាអ្នកថ្លៃធ្នូវាមិនដែលធ្វើអីហើយខ្ញុំទៅធ្វើអីវាបងប្អូនឃើញស្រាប់ណាខ្ញុំហត់នឿយណាខ្ញុំសូមជម្រាបចេះខ្ញុំរើសឈុតឆាកខ្លីៗរបស់វាយកមកចាក់ឲ្យបងប្អូនមើលពីសន្តានពីថោកទៀតហ្នឹងណាចាគេទៅយកវាចុះពីស្រីខោយកយកអានឹងកើតចាអាចនេះមីចរិតថ្លៃទៀតស្អីគេអាចខាងយើងគេដូរខមមិនបាត់ដូរខមមិននៅតែអាចទៀតខ្ញុំប្លុកចោលលេសង្គ្រោះជាតិពេជ្រអីគេសុជាតាអាចនឹងអាចខាងណាហួយអាចខាងណានិយាយត្រូវហួយវាគេឡើងប្លុកមួយទៀតចោលគេឡើងផ្ដល់អាកាសថ្មីខមមិនឲ្យត្រឹមត្រូវនិយាយល្អបងអត្តពលខ្មែរដល់គីឡូមិនត្រូវគ្នាបើមួយស្បែកស្វិតដូចកពើហើយមួយទៀតស្បែកសាច់ឡើងហាប់បញ្ចូលដល់ឥឡូវសួរចាក់លុយខាងណានេះចាក់ខាងចិនដាវីឬក៏ចាក់ខាងមីស្បែកស្វិតខ្ញុំចង់ឲ្យមើលបងប្អូនចឹងបានបងប្អូនភាគច្រើនឆ្ងល់ណាថាមីនឹងក៏មានតំណែងច្រើនម៉េះណាមនុស្សឡាប់មនុស្សឡាប់ឈួតចឹងមិនមានតំណែងច្រើនម៉េះចាហ្នឹងហើយឥឡូវមើលចេញពីមាត់វាសម្ដីវាទៅដែលវាបោកប្រជាពលរដ្ឋទាំងអស់ណាស្អីគេអាចខាងយើងគេដូរខមមិនបាត់ដូរខមមិននៅតែអាចទៀតខ្ញុំប្លុកចោលលេសង្គ្រោះជាតិពេជ្រអីគេសុជាតាអាចនឹងអាចខាងណាហួយអាចខាងណានិយាយត្រូវហួយវាគេឡើងប្លុកមួយទៀតចោលគេឡើងផ្ដល់អាកាសថ្មីខមមិនឲ្យត្រឹមត្រូវនិយាយល្អបើនិយាយដឹងគេឡើងដឹងថាខាងស៊ីវីបាត់ចោលបាត់ស្វីកំមិនក្បាលស្នេហ៍កាចណាពីព្រោះឯងគេឡើងគឺជាអ្នកមីនឹងមួយថ្ងៃវាប្រយុទ្ធឲ្យកូនខ្មែរឆ្លុះគ្នាអត់ឈប់ឈរណាមើលចេញចរិតមកសិតតែកំបិតក្បាលឆ្កែកំបិតក្បាលអីហ្នឹងគឺសិតតែទោសប្រហារជីវិតឯតាបងប្អូនណាស្អប់ខ្ពើមវាស្រួលតាវីដេអូវាស្រួលទេមើលចេញមកគឺដោយមនុស្សគម្រាមកំហែងអញ្ចឹងណាសម្លុតប្រើអំពើហិង្សាអញ្ចឹងស្រួលទេបើយើងអត់ចូលចិត្តវាចូល report អាខោនវាម្នាក់មួយទៅថាคลิปវីដេអូវាគឺជាคลิปវីដេអូប្រើអំពើហិង្សាគម្រាមកំហែងចប់ហើយអត់មានអីទៀតទេហ្នឹងហើយ Hello រ៉ាត់ស្កាយ How are you អូនសុខសប្បាយទេគេថ្នាក់ដឹកនាំគេឡើងគឺជាអ្នកដឹកនាំខាងក្រៅដែរកុំថាគេឡើងជាប្រធាននារីសង្គ្រោះជាតិនោះនៅឡងពេជ្រនោះនៅខាងក្រៅក៏គេឡើងជាអ្នកថ្នាក់ដឹកនាំដែរមិនដឹកនាំឆ្កែទេហងអើយថ្នាក់ដឹកនាំថ្ងៃនេះដឹកមានបរិវារប្រមាណអ្នកនៅក្រោមហងទេប្រធាននារីសង្គ្រោះជាតិផងថ្នាក់ដឹកនាំខាងក្រៅទៀតណាតិចទៀតប្រធាននារីមកសៅធឿនកាលីហ្វ័រញ៉ាទៀតវាយកសែមកវាយឯងទៅវាយកសែមកវាយឯងទៅ
បងប្អូនដឹងទេពេលដែលគណៈបក្សសង្គ្រោះជាតិគេរំលាយចាពេលនោះបងប្អូនដឹងទេចាគឺអត់មានធ្វើអីបានទេអញ្ចឹងហើយបានថាយើងមានការថាការឲ្យយោបល់ពីប្រទេសគេដល់ច្រើនណាចាយើងមកក៏មិនចង់និយាយទេតែគេចង់ជួយយើងចង់ជួយប្រទេសយើងគេថាត្រូវតែបើកចលនាសង្គ្រោះជាតិដើម្បីធ្វើឲ្យចលនាបង្កើតកម្រើកឡើងវិញចាទៅយើងបង្កើតចលនាភ្លាមៗឡើងចាដូចនេះខ្ញុំចង់សុខចិត្តបំរើខ្ញុំសូមជម្រាបថាចេះចលនាសង្គ្រោះជាតិរបស់លោកសំរងស៊ីបង្កើតឡើងដើម្បីសង្គ្រោះ CNRP តែមីក្រុមឈួតនេះមីចៅសៅជ័យនេះវាចេញមកគឺវាបំផ្លាញ CNRP បំផ្លាញគណៈបកសង្គ្រោះជាតិបំផ្លាញសរសៃឈាមរបស់សង្គ្រោះជាតិបំផ្លាញសកម្មជនរបស់សង្គ្រោះជាតិសួរថាតើវាធ្វើសមស្របនឹងគោលការណ៍របស់លោកសំរងស៊ីអត់ណាខ្ញុំគ្រប់គ្រងចលនា CNRM តាខ្ញុំគ្រប់គ្រងប៉ុន្តែអ្នកនៅខាងក្រោមហ្នឹងចាជាពិសេសលោករិគៀនដឹកនាំតែមីលាលេខសអញ្ចឹងឲ្យមកបំផ្លាញខ្ញុំដែលជាសកម្មជនរបស់គណៈបកសង្គ្រោះជាតិសួរថាតើខ្ញុំចូលរួមបានទៀតអត់ណាហើយមួយថ្ងៃវាព្យាយាមចង់បំភ្លេចខ្ញុំបើកំតិចពួកខ្ញុំនេះសួរខ្ញុំទៅធ្វើអីធ្វើទុកបុកម្នេញស្អីវាណាវាទៅបំបែកក្បាលអីវាអញ្ចឹងខ្ញុំសូមផ្ដាំសួរទៅលោករិគៀនម្ដងទៀតណាខ្ញុំសួរថាតើលោករិគៀនឯងរាល់ថ្ងៃនេះណាចិញ្ចឹមពួកមីវងឆ្កែអស់ហ្នឹងដើម្បីមកបំផ្លាញអ្នកដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិឬយ៉ាងម៉េចណាคลิปមួយណាក៏វាថាវាចង់កំទេចពួកខ្ញុំคลิปមួយណាក៏វាថាចង់បំផ្លាញពួកខ្ញុំមិនត្រូវគីឡូមួយវាខ្ញុំគឺជា CPP ខ្ញុំគឺជាយួនហើយលោករិគៀឯងនឹងបច្ចេកវាឲ្យមកថាខ្ញុំជាយួនឬយ៉ាងម៉េចណាហ្នឹងហើយបើលោករិគៀឯងជាថ្នាក់ដឹកនាំរបស់វាសូមមេត្តាបកស្រាយឲ្យខ្ញុំផងអូខេឬមួយក៏លោករិគៀឯងនេះជាអ្នកបញ្ជូឲ្យពួកខ្ញុំឆ្លុះគ្នាឲ្យវាមកខំក្បាលខ្ញុំណាខ្ញុំធ្វើការបម្រើឲ្យគណៈបកសង្គ្រោះជាតិហេតុអីបានជាមីហ្គេចឡានៅក្នុង CNRM នេះចេះតែមកខំខ្ញុំអត់មានឈប់ឈរចេះមកចង់មកផ្លាញខ្ញុំអត់មានឈប់ឈរអញ្ចឹងលោករិគៀឯងត្រូវតែបកស្រាយចំពោះខ្ញុំនិងមហាជនទាំងអស់គ្នាកុំឲ្យអ្នកដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិនិង CNRM គេឃើញថា CNRM ឆ្លុះគ្នា CNRM មានការបែកបាក់គ្នាណាមួយថ្ងៃវាចង់តែបំផ្លាញខ្ញុំសួរថាតើវាធ្វើគោលនយោបាយវាជាស្អីខ្ញុំចង់សួរលោករិគៀថាដើម្បីឲ្យខ្ញុំដឹងច្បាស់ថាមីហ្គេចឡាងនេះវាគឺឆ្កែរបស់លោករិគៀឯងឬក៏វាជាឆ្កែរបស់ហ៊ុនម៉ាណែតឲ្យបានច្បាស់ណាខ្ញុំចង់សួរថាទង្វើនេះអាហ៊ុនម៉ាណែតជាអ្នកបញ្ជាវាឬក៏លោករិគៀជាអ្នកបញ្ជាវាបើលោករិគៀជាអ្នកបញ្ជាមីហ្គេចឡាងឲ្យមកបំផ្លាញអ្នកដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិអ្នកដែលជាសកម្មជននៅក្នុងគណៈបកសង្គ្រោះជាតិលោករិគៀឯងគឺក្បត់នៅឧត្តមកតេក្បត់នឹងគោលការណ៍របស់លោកសំរងស៊ីនៅខាងលើហើយពីព្រោះលោកសំរងស៊ីបង្កើត CNRM ឡើងមិនមែនឲ្យបំផ្លាញគណៈបកសង្គ្រោះជាតិនិងមិនមែនឲ្យបំផ្លាញអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិនិងអ្នកដែលជាសរសៃឈាមសកម្មរបស់គណៈបកសង្គ្រោះជាតិទេខ្ញុំសូមជម្រាបទៅលោករិគៀឯងឲ្យច្បាស់ណាគោលការណ៍របស់ CNRM ធ្វើអីលោកឯងត្រឡប់ទៅមើលអានគោលការណ៍របស់លោកសំរងស៊ីឲ្យបានច្បាស់វិញលោករិគៀណាខ្ញុំសូមបញ្ជាក់អញ្ចឹងទៅអានគោលការណ៍របស់ CNRM ឲ្យបានច្បាស់ហើយបដៅឆ្កែរបស់លោកឲ្យច្បាស់បើមីនឹងវាមិនមែនបើសិនជាគោលការណ៍ហ្នឹងមិនមែនជាលោកឯងជាអ្នកបញ្ជាមីហ្គេចឡានឹងឲ្យមកបំផ្លាញពួកខ្ញុំទេឲ្យមកចោទថាខ្ញុំជា CPP ទេលោកឯងត្រូវតែបញ្ឈប់មីហ្គេចឡានឹងជាបន្ទាន់ណាខ្ញុំនឹងគិតថាមីហ្គេចឡានេះវាជាឆ្កែរបស់ហ៊ុនម៉ាណែតខ្ញុំមិនបានគិតថាវាជាឆ្កែរបស់លោករិគៀឯងជាអ្នកបង្កើមកឲ្យខ្ញុំមកឲ្យខំពួកខ្ញុំទេណាឲ្យដឹងថាវាចេញច្បាស់មកពីប្រភពណាបងប្អូនជួយគិតជួយពិចារណាមើលមួយថ្ងៃវាមកខំខ្ញុំសួរថាវាខំខ្ញុំធ្វើអីខុសជាមួយវាណាដែលត្រង់វាមានសារបែកធ្លាយជាហោជាហាយសັບគ្រប់បែបយ៉ាងណាខ្ញុំដែរទៅចោលវាអត់បងប្អូនដែរឃើញខ្ញុំដែរចោលវាប៉ុន្តែមានវាមានភ័ស្តុតាងត្រង់ណាដែលមួយថ្ងៃវាអង្គុយតែចោតខ្ញុំអត់ឈប់អត់ឈរនេះសិតខ្ញុំយួនខ្ញុំមីមេធំមេយួនមេស្អីបើខ្ញុំជាយួនខ្ញុំចូលទៅធ្វើការជាមួយអ្នកគណៈបកសង្គ្រោះជាតិខ្ញុំមិនមែនដើរធ្វើអារត់អារាយដោយមីឈួតនឹងទេណាតួនាទីរបស់ខ្ញុំអត់ដើរយកមកប្រកាសនៅក្នុង Facebook ខ្ញុំជាប្រធាននេះខ្ញុំជាប្រធាននោះប្រធានរាប់ផ្លេចមិនដឹងប្រធានស្អីខ្លះទេណាមកដល់ប្រធានមកនារីមកចំហៀង Southern California មកដល់ប្រធាននារី CNRM អ្នកខ្លះអត់ដឹងទៀតគាត់រហូតគាត់ដឹងថាគាត់មកសួរខ្ញុំថាមីហ្គេចឡានប្រធានបោះចលនា CNRM ហ៎ខ្ញុំថាមិនមែនទេខ្ញុំបកស្រាយច្រើនដងហើយប្រធានចលនា CNRM គឺលោកសំរងស៊ីអនុប្រធានចលនា CNRM គឺលោកលីសខាណាអគ្គលេខា CNRM គឺលោករិគៀហើយក្រុមឆ្កែទេមីហ្គេចឡានគឺក្រុមឆ្កែរបស់ CNRM ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោករិគៀអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើคลิปវីដេអូនេះជាសំខាន់ទៅកាន់លោករិគៀជាសំខាន់ណាគឺជាសារសំខាន់ឲ្យក្តៅកកមេត្តាព្យាយាមដោះស្រាយផងបើលោកឯងមិនចង់ឲ្យគណៈបកសង្គ្រោះជាតិមានការបែកបាក់ដោយសារក្រុមមីឈួតនឹងទៀតទេណាក្រុមមីចលនាភ្លើនឹងទៀតទេមួយថ្ងៃវាធ្វើអីមកចង់មកផ្លាញខ្ញុំហ្នឹង
ចង់កំទេចខ្ញុំហ្នឹងហ៎ខ្ញុំចង់សួរអញ្ចេះណាបើសិនជាគោលការណ៍រាល់ថ្ងៃហ្នឹងខ្ញុំដឹងថាម្ចាស់វាជាអ្នកណាខ្ញុំអត់មានគិតថាមីកាច់ឡានៅក្នុង CNRP ទេណាអត់មាននៅក្នុង CNRP ទេខ្ញុំដឹងថាម្ចាស់ឆ្កែហ្នឹងម្ចាស់មីកាច់ឡាមីឆ្កែកញ្ចាស់ហ្នឹងគឺលោករិគាច្បាស់ណាស់អញ្ចឹងអ្វីដែលជាយាមមកខំបំបែកបំបាក់ពួកខ្ញុំខំបោះសម្អាតពួកខ្ញុំលោករិគាឯងគិតខុសហើយណាប្រាប់ឆ្កែលោករិគាឯងហ្នឹងឲ្យទៅបោះសម្អាតយួននៅស្រុកខ្មែរមិនមែនខ្ញុំទេលោករិគាឯងមានបានឃើញភ្នែកបើកភ្នែកមើលទេនៅពេលដែលខ្ញុំតបាតកម្មក្រែងខ្ញុំតបាតកម្មជាមួយអស់លោកឯងដែរឬយ៉ាងម៉េចហ៎ហេតុអីបានជាលោកឯងធ្វើអញ្ចឹងអត់មានខួរក្បាលគិតឬអត់មានខួរក្បាលពិចារណាស្មារខ្ញុំខ្លាចទេមិនថាលោកឯងថ្នាក់ដឹកនាំអីទេតែធ្វើអត់ត្រឹមត្រូវគឺខ្ញុំអត់មានគោរពទេខ្ញុំសូមជម្រាបចេះណាមួយថ្ងៃបញ្ជុះឆ្កែឲ្យខំគេមិនចេះឈប់មិនចេះឈរអញ្ចឹងសួរថាហត់អត់សត្រូវរបស់លោកឯងសត្រូវរបស់សង្គ្រោះជាតិមិនមែនខ្ញុំទេគឺនៅស្រុកខ្មែរអាហ៊ុនសែនអញ្ចឹងលោកឯងបើសិនជាអត់ប្រក្រាបមីកាច់ឡាននៅតែតាមឈ្នានេះខ្ញុំទៀតណាគឺគ្មានទេលោកឯងត្រូវតែទទួលខុសត្រូវចំពោះខ្ញុំចំពោះពួកខ្ញុំដែលជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិពីព្រោះ CNRM ដែលលោកសំរងស៊ីបង្កើតឡើងមិនមែនគោលការណ៍ CNRM នឹងបង្កើតដើម្បីបំផ្លាញគណៈបកសង្គ្រោះជាតិទេខ្ញុំស្ដាយលុយសម្បត្តិយន្តហោះណាដែលខ្ញុំជីទៅចូលរួមនៅក្នុងគណៈបកនៅក្នុងចលនា CNRM ដូចគ្នាដែរតែខ្ញុំដែរមានខុសអីទេយកផោះតាំងណាចិនណាវីនេះដែលក្បត់ជាមួយនឹង CNRP 1 វិនាទីណាអត់យកផោះតាំងមកឲ្យខ្ញុំមើលមកអញ្ចឹងលោករិគាឯងត្រូវចិញ្ចឹមឆ្កែហើយត្រូវគ្រប់គ្រងឆ្កែឲ្យមែនតើបើឆ្កែញីមួយក្បាលលោករិគាឯងគ្រប់គ្រងមិនបានផងសួរថាលោករិគាឯងទៅរំដោះប្រទេសខ្មែរមិនបានហ៎លោករិគាឯងធ្វើជាអ្នកដឹកនាំអ្នកដទៃទៀតមិនបានខ្ញុំសួរចេះណាអញ្ចឹងបញ្ឈប់មីឆ្កែញីនេះឲ្យជាបន្ទាន់ឲ្យមែនតើពេលដែលលោករិគាឯងបញ្ឈប់មីឆ្កែញីនេះអត់បានណាធាក់ក្បាលវាចេញក្រៅពី CNRM ទៅកុំឲ្យវាយកស្ថាប័ន CNRM យកតែជន់ឈ្លីធ្វើអីឲ្យគេដឹងច្បាស់ថាវាគឺជាឆ្កែរបស់អាហ៊ុនម៉ាណែតពិតប្រាកដកុំឲ្យគេមិនដឹងរាល់ថ្ងៃគេថាវាជាឆ្កែរបស់លោកឯងទៅគេនៅមើលវាល្អវាយកឈ្មោះ CNRM មកប្រើវាយកឈ្មោះ CNRP មកបំផ្លាញ CNRP ដូចគ្នាពួកខ្ញុំនេះខ្ញុំដែរធ្វើអីខុសជាមួយ CNRP នៅបងសូហ្វីស្អីគ្រប់គ្នាដែរមីឆ្កែមីស្បែកស្វិតមីថោកទៀបនេះវាដើរបំផ្លាញដើរជេរដើរលៀបពណ៌រាល់ថ្ងៃនេះសួរថាតើពួកខ្ញុំនេះជាស្អីហ៎ខ្ញុំសួរលោកវិជាអីឲ្យច្បាស់ខ្ញុំអត់វាយប្រហារអ្នកណាអញ្ចឹងមនុស្សមួយចំនួនណាចេះតែយល់ខុសថា CNRM លោកសំរងស៊ីជាអ្នកបង្កើតអញ្ចឹងឃើញមីឆ្កែនេះវាពួកខំគេខំឯងអញ្ចឹងចេះតែខឹងលោកសំរងស៊ីប៉ុន្តែខ្ញុំអត់ខឹងលោកសំរងស៊ីទេពីព្រោះលោកសំរងស៊ីមិនមែនគ្រប់គ្រងពួកមីវងឆ្កែឈួតហ្នឹងទេណាគឺជាលោកវិជាហើយមីកាច់ឡាទៀតអញសុំផ្ដាំទៅថ្ងៃចេះរឿងថ្ងៃបីស្អុយពេញ Facebook ថ្ងៃរកផ្ោះតាមកដើម្បីលាងសម្អាតខ្លួនថ្ងៃទៅណាថ្ងៃកុំព្យាយាមកាយគាត់ត្រឡប់ជន់យកកំហុសនឹងមកព្រោះបៀមឈាមព្រោះដាក់គេអញអត់មានបានដឹងរឿងអីទេអញប្រាប់ថ្ងៃចេះសារនឹងអញក៏បានទទួលដូចគ្នាដែរអញទទួលសារនឹងបានតាំងពីថ្ងៃទី14ម៉េះប៉ុន្តែអញអត់ចេញនិយាយដោយសារអញអត់ចង់សំរឿងណាថ្ងៃចង់មើលសារអញទេaccount មួយគេផ្ញើមកអញគឺ account ឈ្មោះកាហ្សាហ្នឹងអញធ្លាប់ឃើញគេចូលទៅក្នុង comment របស់វីដេអូថ្ងៃប្លុកគេចោលណាខ្ញុំឲ្យបងប្អូនជួយមើល message ខ្ញុំទាំងអស់គ្នាខ្ញុំមិនមែនមនុស្សសំរឿងតែវាចូលចិត្តសំរឿងណាមីហ្នឹងនេះគឺជា account របស់កាហ្សាហ្នឹងខ្ញុំឲ្យអ្នកទាំងអស់គ្នាចូលទៅមើលក្នុង profile ចាហើយអត់មាន friend ឯងមានអីមួយខ្ញុំឯងមិនអត់មាន friend ឯងខ្ញុំឯងប៉ុន្តែគាត់ចូលមកក្នុង Messenger របស់ខ្ញុំចានេះអ្នកទាំងអស់គ្នាអានណានេះហើយបងស្រី I love you sister you are my idol ណាហ្នឹងហើយហើយគេថាចេះខ្ញុំមានភ័ស្តុតាងមីស្បែកស្វិតហ្នឹងហើយគេឲ្យគេបញ្ជូនសាររបស់ដែលគេតាក់ទងដូចបងប្អូនឃើញស្រាប់ដែលគេបែកធ្លាយនៅក្នុងហ្នឹងទាំងអស់ហ្នឹងណាចាគេបញ្ជូនមកខ្ញុំតាំងពីថ្ងៃទីប្រហែលបងប្អូនមើលថ្ងៃទី14បើតាមខ្ញុំដឹង
នេះថ្ងៃទី14នេះតាំងពីថ្ងៃទី14នេះហាសាទៅបែកធ្លាយម្ដងថ្ងៃទី20ហ្នឹងអញ្ចឹងមកអាទិត្យហើយសារហ្នឹងប៉ុន្តែខ្ញុំអត់រវល់ចានេះបងប្អូនជួយមើលនេះហើយសួរថាខ្ញុំអ្នកសំរឿងអត់ចាំមើលគេផ្ញើសារមកឲ្យខ្ញុំនេះសារគេមហោងមហែហ្នឹងណាហើយគេថាចេះហើយខ្ញុំសួរថាអូនបានសារអូនបានមកពីណាហើយគេថាបងស្រីកុំសួរនាំរោគឬគល់ច្រើនអីតែដឹងថាប្អូនជាអ្នកបានមកដល់ឲ្យបងទៅបានហើយមីហ្គាច់ឡាងនេះជារនុកក្នុងបកសង្គ្រោះជាតិនៅខាងជារនុកក្នុងបកសង្គ្រោះជាតិនៅខាងក្រៅស្រុកវាមិនខុសពីមីធីសវណ្ណថាទេគ្រាន់តែមីធីសវណ្ណថាលក់ក្បាលឲ្យ CPP ហើយបំបែកនៅក្នុងស្រុកតែមីហ្គាច់ឡាងលក់ក្បាលឲ្យ CPP នៅខាងក្រៅស្រុកហើយគម្រោងរំលាយពួកបងស៊ីឃើញនៅណាហើយនេះគឺជាសាររបស់ខ្ញុំថាបងមិនចង់លូកដៃចូលរឿងនេះទេព្រោះមួយរយៈនេះបងហត់នឿយណាស់ទុកឲ្យមហាជនជាអ្នកកាត់សេចក្តីចុះហើយគេសាងអីគង់តែទទួលបានផលនឹងទេតែអូនអាចយកសារនឹងទៅឲ្យអ្នកផ្សេងចែករំលែកបានបើអូនចង់តែបងមិនចង់ពាក់ព័ន្ធរឿងនេះទេព្រោះហត់នឹងឆ្លើយឆ្លងឃើញនៅបងប្អូនណាម្ចាស់ account នេះគឺឈ្មោះកាសាហើយចឹងហើយខ្ញុំមិនមែនជាអ្នកសំរឿងទេចាខ្ញុំសូមជម្រាបបងប្អូនចេះអញ្ចឹងនៅពេលដែលគេយកសារនឹងដើរបញ្ជូនឲ្យអ្នកដែលប្រភពចម្លងចែកចាយស្អីទាំងអស់ហ่ะមីកឡាងអញផ្ដាំថ្ងៃមីស្បែកស្វិតមីឈាមថោកមីសំផឹងណាពាក្យហ្នឹងវាជាហៅវាជាអ្នកនាំអាចហៅមកខ្ញុំទេវាថាវាមិនដែលប្រើពាក្យអសុរោះប៉ុន្តែវាជាអ្នកហៅមកពួកខ្ញុំមុនអញ្ចឹងខ្ញុំហៅត្រឡប់ទៅវាវិញមីស្បែកស្វិតមីឈាមថោកមីឈាមកប់ណាមីសំផឹងអត់កាតអញសួរថ្ងៃថាអញអត់ចង់សំរឿងថ្ងៃឃើញសារហ្នឹងគេផ្ញើឲ្យអញតាំងពីខែ10ថ្ងៃទី14ម៉េះអញអត់ខ្វល់ខ្វាយអត់ឈឺក្បាលទេអញរវល់ការងារអញណាហើយរឿងអីដែលមួយថ្ងៃហ្នឹងលមាស់ដេញអីមកលាបពណ៌ស្អីឲ្យអញទៀតអញនឹងពាក់ព័ន្ធជាមួយប្រភពចម្លងចែកចាយស្អីណាប្រភពចម្លងចែកចាយគេអ្នកផ្សព្វផ្សាយព័ត៌មានទាំងអស់គ្រប់ព័ត៌មានមិនថា CPP មិនថា LDP ចាមិនថា CNRP គេយកទៅចែករំលែកអញ្ចឹងនៅក្នុងប្រភពចម្លងចែកចាយបងប្អូនឃើញហើយស្រាប់តែដល់ពេលគេយករឿងអាម៉ាស់របស់វាមកបើសិនគេផ្សាយរឿងអីធម្មតារបស់វានៅសងំស្ងៀមវាថាប្រភពចែកចាយហ្នឹងណាភ្លើណានៅយក face យកវីដេអូវាទៅជួយផ្សព្វផ្សាយអញ្ចឹងពួកហ្នឹងភ្លើតែវាស៊ីបាយបំងបាយវាគិតថាអញ្ចឹងវានៅវាឆ្លាតលើគេអញ្ចឹងដល់គេយករឿងរបស់វាចំអារឿងអាក្រក់រឿងចំណុចរសើបរបស់វាថាគេនឹងយួនសូថាតើមានយុត្តិធម៌សម្រាប់គេគ្រាន់តែជាអ្នកសារព័ត៌មានគេចែករំលែកនៅរាល់ព័ត៌មានទាំងអស់វាជាសិទ្ធិសេរីភាពរបស់គេណាសូថាព័ត៌មានណាអ្នកទាំងអស់ហ្នឹងដែលប្រភពចម្លងចែកចាយយកវីដេអូអ្នកឯងទៅចែកចាយហ្នឹងប្រភពចម្លងចែកចាយហ្នឹងអ្នកឯងដែលបងលុយឲ្យប្រភពចម្លងចែកចាយបានប្រហែលសេនហើយហ៎ហើយមិនតែប៉ុណ្ណោះថាគេយួនចង់ឲ្យតែគេយកคลิปរបស់នាងឯងទៅ live បានមើល view មើលអីកប់ហ្នឹងបាននាងឯងសប្បាយចិត្តដែរមែននៅពេលដែលគេយករឿងស្អុយអាសោចរបស់នាងឯងទៅចែករំលែកនាងឯងសប្បាយចិត្តទេហ៎វីដេអូคลิปរបស់វាដែលមានសម្លេងលើកមុនខ្ញុំជាអ្នកបញ្ជូនសម្លេងឲ្យមែនខ្ញុំចង់ឲ្យគេបកស្បែកមុខវាថាមីនឹងវាថោកប៉ុណ្ណាខ្ញុំចង់ឲ្យមហាជនដឹងពីសន្តានរបស់វាភ័យខ្លាចថាវាថោកមហាជនដឹងច្រើនណាវីដេអូคลิปហ្នឹងវា remove ចេញពី page របស់គេភ្លាមហើយដល់ពេលអាវីដេអូមិនសមមិនសារបែកធ្លាយក៏ដូចគ្នាដែរនៅពេលដែលប្រភពចែកចម្លង live ផ្ទាល់ណាគឺថាក្រុមវាហ្នឹងវាបកកែខាង ITI អីខ្ញុំអត់ដឹងទេវា remove វីដេអូហ្នឹងចេញពី page ចម្លងចែកចាយចេញភ្លាមអញ្ចឹងបានថាមីពួកអស់ហ្នឹងក្រុមពួកអស់ហ្នឹងណាអ្វីក៏ដោយអំពើអាក្រក់របស់វាបិទបាំងមិនចង់ឲ្យមហាជនបានឃើញទេវាចង់លាក់មហាជនបោកមហាជនទាំងអស់ណាហើយខ្ញុំសូមជម្រាបថាមីហ្គាច់ឡានចេញនិយាយវីដេអូរាល់ថ្ងៃគឺវាបំរើនយោបាយរបស់គណៈបក CPP ឯងឬសំឡេងរបស់ហ៊ុនម៉ាណែតនិយាយឯងអ្នកដែលខាង talk show ធ្វើ picture ធ្វើវីដេអូអីទាំងអស់ត្រូវតែសកម្មហើយត្រូវផ្លាស់ប្ដូរគំនិតប្រជាពលរដ្ឋខ្មែរបដោតនិយាយផ្ដោតខ្លាំងទៅលើសេដ្ឋកិច្ចពីព្រោះប្រជាពលរដ្ឋខ្មែររាល់ថ្ងៃគាត់កំពុងតែទទួលជួបនៅបញ្ហាសេដ្ឋកិច្ចអញ្ចឹងនៅពេលណាដែលយើងបន្លប់ខួរក្បាលគាត់ទៅលើសេដ្ឋកិច្ចធ្វើឲ្យពួកគាត់ហ្នឹងភ្លេចរឿងនយោបាយហើយរាល់ថ្ងៃឃើញមីហ្គាច់ឡាងថ្ងៃណាក៏វាយករឿងសេដ្ឋកិច្ចមកនិយាយដែរ
ngày nào có việc bầm pong sầm lên thao viên nông son là giá oi bạc khai chia porot mà $1,000 việc bầm pong bao bạc chia porot thao viên nông đập non chia porot ở khai để chia tất cảទាំងអស់អត់មានណាក្រទៀតទេសូថាតាមានអ្នកណាមួយធ្វើបានលោកសំរងស៊ីដែលគាត់ធ្វើនយោបាយ20ឆ្នាំគណៈបកសង្គ្រោះជាតិដល់តៃទៀតតំណាងរាជធំដល់តៃទៀតដែលមានអ្នកណាគេហ៊ានចេញសន្យាដោយមីឈួតហ្នឹងឯងអត់មានទេអញ្ចឹងប្រជាពលរដ្ឋគាត់ក្រណាគាត់កំពុងតែស្ថិតនៅក្នុងហានិភ័យនៃការអត់ឃ្លានដូច្នេះហើយគាត់លឺគេសន្យាគាត់អណាគាត់ថាមីអ្នកនៅខាងក្រៅស្រុកហ្នឹងវាអស់ចាពីព្រោះនៅពេលដែលមានសកម្មភាពរបស់ CNRM អីវាមីមួយនៅវាខំព្យាយាមបញ្ជ្រាបក្បាលទៅគៀកអ្នកធំដើម្បីថតរូបណាដើម្បីថតរូបយកមកបំភាន់ភ្នែកប្រជាពលរដ្ឋខ្ញុំសួរថាមីកាច់ឡានហ្នឹងវាកំតិចស្អីមួយថ្ងៃវាថាវានឹងកំតិចយួននៅស្រុកខ្មែរអស់បើថ្ងៃកំតិចយួននៅស្រុកខ្មែរអស់អញចង់អាកខ្លួនឯងក្បត់ចោលទេហងអើយមុខមីហងឯងហ្នឹងទៅវាយក្បាលយួនមួយហ្នឹងមិនបានផងកំថាឡើយទៅកំតិចយួននៅពេញស្រុកខ្មែររាប់សែនរាប់លានអ្នកហ្នឹងមីកាច់ឡានថ្ងៃនិយាយហ្នឹងថ្ងៃមានខ្មាស់គេអស់មីឈួតណាមីឈួតមីថោកទៀតណាអញមិនថាអីទេបើថ្ងៃឈួតអីថ្ងៃឈួតថ្ងៃទៅថ្ងៃកុំឲ្យឌៀមឈាមដើរព្រោះដាក់អញថ្ងៃនៅសុកថ្ងៃមកចង់កំតិចអញមកចង់បំផ្លាញអញធ្វើអីអញទៅធ្វើអីថ្ងៃហើយបងប្អូនអ្នកគ្រប់គ្រងដល់តៃទៀតប្រជាពលរដ្ឋខ្មែរជាពិសេសខ្ញុំធុញណាពីព្រោះគាត់គិតថាមីកាច់ឡាននោះវាជាគណៈបកសង្គ្រោះជាតិដែរណាអញ្ចឹងដល់ពេលដែលវាប៉ះពាល់អីមកខ្ញុំទៅដល់ពេលខ្ញុំមានប្រតិកម្មគាត់ថាខ្ញុំនឹងឆ្លុះគ្នាហេតុអីគណៈបកសង្គ្រោះជាតិនឹងឆ្លុះគ្នាមិនមែនទេបើសិនវាជាក្នុងវាជាបំរើគណៈបកសង្គ្រោះជាតិពិតប្រាកដមែនវាមិនមែនមកតាមបំផ្លាញពួកខ្ញុំដែលជាអ្នកគ្រប់គ្រងសង្គ្រោះជាតិទេខ្ញុំមិនដែលធ្វើអីខុសជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរទេខ្ញុំមិនដែលធ្វើអីខុសជាមួយនឹងគណៈបកសង្គ្រោះជាតិទេខ្ញុំមិនដែលវាយប្រហារអ្នកដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិដល់តៃទៀតបងប្អូនដែលឃើញខ្ញុំកាត់ដែលឃើញខ្ញុំវាយប្រហារអ្នកណាដែលជាសកម្មជនគ្រប់គ្រងគណៈបកសង្គ្រោះជាតិទេមិនថានៅក្នុងបណ្ដាញ Facebook មិនថាជាតំណាងរាស្ត្រអីក៏ដោយសូម្បីតែអ្នកតំណាងរាស្ត្រដែលដើរបែកចេញពីគណៈបកសង្គ្រោះជាតិអត់គ្រប់គ្រងលោកសំរងស៊ីក៏ខ្ញុំមិនដែលវាយប្រហារខ្ញុំមិនដែលចោទពួកគាត់ជាអ្នកក្បត់ជាតិដែរពីព្រោះខ្ញុំគិតថាអ្នកទាំងអស់គ្នានឹងគឺជាមនុស្សដែលនៅក្នុងក្រោមឆ័ត្ររបស់គណៈបកសង្គ្រោះជាតិដូចគ្នាទាំងអស់ទោះបីជាអ្នកនឹងអត់គ្រប់គ្រងសំរងស៊ីក៏អ្នកនឹងនៅគ្រប់គ្រងកឹមសុខាដែរហើយកឹមសុខាក៏គឺជាដៃមួយចំហៀងដែលខ្ញុំត្រូវគ្រប់គ្រងដែរពីព្រោះសង្គ្រោះជាតិមានដៃសងខាងអញ្ចឹងដូច្នេះហើយពួកគាត់ដើរចេញពីសង្គ្រោះជាតិ CA ក៏ដោយប៉ុន្តែបាតដៃក៏សាច់ខ្នងដៃក៏សាច់ខ្ញុំមកដល់កាត់គាត់ក៏វត្តចោលម្ដងណាទេខ្ញុំសូមនិយាយចេះគណៈបកសង្គ្រោះជាតិ USA ណាបាតដៃក៏សាច់ខ្នងដៃក៏សាច់ខ្ញុំមកដល់កាត់ពួកគាត់ចោលម្ដងណាទេពួកគាត់ធ្វើការក៏ដើម្បីជាតិដែរប៉ុន្តែធ្វើម៉េចដាក់ថ្នាក់ដឹកនាំវាមានការបែងចែកគ្នាអញ្ចឹងណាប៉ុន្តែមីកាច់ឡាននេះគឺវាអត់មានដែលប្រដាក់មាត់អ្នកណាទេអ្នកណាក៏ដោយក៏សិតតែជាខ្មាំងអ្នកណាក៏ដោយក៏សិតតែជាយួនអ្នកណាក៏ដោយសិតតែជាអ្នកក្បត់ជាតិថ្ងៃមួយហ្នឹងថ្ងៃក៏ស្នេហាជាតិអីខុសគេតែឯងចេះមីចោលមកសៀនមីថោកទៀតណាមីចោលបច្រាស់សកៃថ្ងៃហ្នឹងក៏ថោកទៀបម្លេះថ្ងៃស្នេហាជាតិអីតែឯងមែនថ្ងៃដែលឃើញថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិគេចេញវាយប្រហារគ្នាអត់មានទេតែត្រង់តែមួយថ្ងៃហ្នឹងមួយវាខុសចម្លែកផ្លែកពីគេមិនម៉េចអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅអ្នកដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិទាំងអស់ណាមីកាច់ឡាងនេះវាមិនមែនស្ថិតនៅក្រោមឆ័ត្ររបស់សង្គ្រោះជាតិពិតប្រាកដទេវាស្ថិតនៅក្រោម logo របស់លោករិគានោះដែលលោករិគាយក logo របស់លោកយក logo របស់លោករាល់ថ្ងៃហ្នឹងលោករិគាកំពុងតែយក logo CNRM របស់លោកសំរងស៊ីមកជន់ឈ្លីហើយណាមកឲ្យមីចៅកតបកាច់ឡាងដែលនិយាយខ្មែរមិនច្បាស់ផងហ្នឹងយកមកឲ្យវាជូតកណ្ដួយឯរាល់ថ្ងៃនេះ logo របស់ CNRM ហ្នឹងយកឲ្យមីកាច់ឡាងជូតកណ្ដួយឲ្យមានដឹងឯលោករិគាបើលោកឯងអត់បញ្ឈប់ទៀតណា logo ហ្នឹងនឹងធ្លាក់ចុះអត់មានថ្ងៃក្រោករួចទេខ្ញុំសូមជម្រាបអញ្ចេះមេតាវាយក្បាលមីឆ្កែនឹងចាញ់ផងណាឥឡូវលោកឯងនិយាយទៅថាបើវាគិតថារឿងបកកឆ្លុះជាមួយខ្ញុំឆ្លុះជាមួយវ៉ាន់ចិនដាវីមែនឲ្យវាបញ្ឈប់ទៅឲ្យបញ្ឈប់ឲ្យវានិយាយក្នុងចលនាសង្គ្រោះជាតិវិញហើយឲ្យវាចេញមកឆ្លុះគ្នាតតាំងជាមួយខ្ញុំណាកុំឲ្យពេលដែលខ្ញុំប៉ះពាល់ទៅគឺខ្ញុំអត់មានវាយអ្នកណាទេពីព្រោះវាជាអ្នកដែលលោកឯងជាអ្នកបង្គាប់ឲ្យនិយាយបង្គាប់ឲ្យវាយបង្គាប់ឲ្យប្រហារបង្គាប់ឲ្យបលាយបង្គាប់ឲ្យកំទេចគឺលោករិគានឹងឯងបើលោកអត់មានជាអ្នកបង្គាប់ទេឲ្យវាចេញក្បាលចេញពីគណៈបកស៊ីស្អីចលនា CNRM នឹងចេញទៅស្រួលខ្ញុំខំគ្នាឲ្យប្រជាពលរដ្ឋមើលណាបើសិនជាវាចេញពីចលនា CNRM បានន័យថាវាគឺឆ្កែរបស់ហ៊ុនម៉ាណែតប៉ុន្តែបើសិនវានៅហ្នឹងខ្ញុំអត់ដឹងថាម្ចាស់ឆ្កែម្ចាស់មីឆ្កែកំបែកក្បាលហ្នឹងមួយណាទេណាខ្ញុំសូមផ្ដាំទៅអញ្ចេះផងខ្ញុំអត់ដឹងថារាល់ថ្ងៃហ្នឹងនៅពេលដែលសារអីបែកធ្លាយមកមិនទាន់ចាញ់មកខ្ញុំកំពុងតែមានការសពិចសពិលហ
ហើយខ្ញុំខឹងតែលោកឯងពីព្រោះលោកជាថ្នាក់ដឹកនាំវាខ្ញុំថាហេតុអីបើលោកជាបដ ாய் ឲ្យមីឆ្កែហ្នឹងមកខំអ្នកដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិអត់ឈប់អត់ឈរអញ្ចឹងឥឡូវហ្នឹងខ្ញុំកំពុងតែសពេចសពើទៀតថាតើកំហុសម្ចាស់ឆ្កែហ្នឹងជាអ្នកណាពីព្រោះរាល់ថ្ងៃហ្នឹងណាអ្នកខ្លះអត់ដឹងគេមិនត្រឹមខឹងតែមីហ្គេចឡាងហ្នឹងជាឆ្កែរបស់លោករាជាទេគេស្មានថាមីហ្គេចឡាងហ្នឹងជាឆ្កែរបស់លោកអេងឆៃអៀងទៀតអញ្ចឹងវាធ្វើឲ្យគេណោះគេដើរសង្ស័យម្ចាស់ឆ្កែពេញហ្នឹងអត់ដឹងខ្យល់អីទាំងអស់ណាចំបោកគោបែកវល់ពេញហ្នឹងទាំងអស់បែកខ្ទិះអញ្ចឹងរាល់ថ្ងៃហ្នឹងអត់មានអ្នកណាដឹងថាអីទេបើលោករាជាឯងចេញមកបញ្ជាក់បើសិនជាវានៅក្នុងឆាតរបស់ CNM មែនណាបញ្ឈប់វាឲ្យឈប់វាយប្រហារពួកខ្ញុំជាបន្ទាន់បើសិនជាវានៅតែវាយប្រហារពួកខ្ញុំឲ្យបំផ្លាញកម្លាំងនឹងចលនាកម្លាំងនឹងសកម្មភាពសកម្មជនរបស់គណៈបកសង្គ្រោះជាតិទៀតណាអានឹងបានន័យថាលោករាជាឯងកំពុងតែជន់ឈ្លី logo របស់លោកសំរងស៊ីជន់ឈ្លី logo CNM ហ្នឹងឯងកំពុងតែយកផ្លាករបស់ CNM ហ្នឹងឲ្យមីហ្គេចឡាងជូតកណ្ដួយឯងរាល់ថ្ងៃហ្នឹងណាខ្ញុំសូមផ្ដាំតែចេះនិយាយឲ្យពេលអាក្រក់អញ្ចឹងទៅអ្នកណាស្អប់ពេលអាក្រក់ណាអ្នកស្អប់ពេលអសរោះប៉ុន្តែមនុស្សយើងណាបើគេមិនដាក់ពេលអសរោះទេអត់ភ្ញាក់ខ្លួនទេច្រើនខែមកឲ្យមីហ្គេចឡាងយកផ្លាករបស់ CNM ទៅជូតកណ្ដួយណាខ្ញុំសូមនិយាយចេះហ្មងទៅឲ្យមកវាយប្រហារគេមិនឈប់មិនឈរខ្ញុំធ្វើអីខ្ញុំធ្វើអីខុសហេតុអីបានវាចាំមកកំទេចខ្ញុំសពគ្រប់បែបយ៉ាងអញ្ចឹងណាមើលคลิปវីដេអូទៀតคลิปវីដេអូវាទៀតណាបងប្អូនបើខ្ញុំចេះតែនិយាយMaybe. កុំយកអន្តរTV ទៅជន់ឈ្លីរាល់ថ្ងៃហ្នឹងថ្ងៃយកតុងជាតិខ្មែរទៅជន់ឈ្លីថ្ងៃយកតុងជាតិ CNM ទៅជន់ឈ្លីណាឥឡូវថ្ងៃយកដល់ស្អីណាពនាងអន្តរTV ទៅជន់ឈ្លីទៀតមីកញ្ចេះយួនមីឆ្កែយួនណាថ្ងៃចោតអញត្រឹមជាយួននៅក្រាន់បាទេតែថ្ងៃមីកញ្ចេះយួនមីឆ្កែយួនមីសំផឹងយួនណាថ្ងៃនេះរាល់ថ្ងៃថ្ងៃយកផ្លាករបស់ CNM ទៅជន់ចោលហ្មងថ្ងៃបានលុយពីហ៊ុនម៉ាណែតមែនតែដឹងហ៎បើថ្ងៃមិនបានលុយពីហ៊ុនម៉ាណែតមិនហេតុអីថ្ងៃព្យាយាមបំបែកបំបាក់ពួកអញម៉េចហេតុអីថ្ងៃព្យាយាមបំផ្លាញពួកអញម៉េចអញសួរថ្ងៃចេះហេតុអញទៅបុករត់ដួយអីថ្ងៃរាល់ថ្ងៃហ្នឹងឯងបានថ្ងៃមិនចេះស្ងៀមមិនចេះឈប់ចឹងបើថ្ងៃស្នេហាជាតិថ្ងៃជេរទៅហ៊ុនសែនទៅថ្ងៃនិយាយតែបញ្ចូលប្រជាពលរដ្ឋខ្មែរទៅអញដែរតកើតទុកបុកម្នេញអីคลิปថ្ងៃចាញ់ចិត្តមួយឆ្នាំអញមិនដែរយកទៅជាស្ដាប់សូម្បីតែមួយคลิปឲ្យចប់ឯងមីកាឡាបើអញស្ដាប់คลิปថ្ងៃចប់តែមួយคลิปណាមួយសូម្បីអញស្លាប់ចោលកូនអញចោះអញនិយាយចេះរឿងស្អីដែលអញយកចំណាប់អារម្មណ៍ខួរក្បាលអញទៅគិតពីថ្ងៃធ្វើអីថ្ងៃធ្វើទៅកុំឲ្យតែថ្ងៃមកបុករកអញបានហើយដែលអញស្ដាប់คลิปថ្ងៃលើកឡើងតែគេ screenshot យកខ្លីដែលថ្ងៃនិយាយប៉ះពាល់ឌៀមដាមឲ្យអញតែប៉ុណ្ណោះក្រៅពីនឹងអញមិនដែរយកទៅជាស្ដាប់ថ្ងៃទេពីព្រោះអញឈឺក្បាលណាសំឡេងរបស់ថ្ងៃដឹងនៅហើយអញទៅធ្វើអីបុក6ថ្ងៃបានថ្ងៃមិនចេះឈប់មិនចេះឈរជាមួយអញចឹងណាថ្ងៃលំមាស់កណ្ដួយអីស្មើម៉េចហើយអញប្រើពាក្យអសរោះចឹងពីព្រោះមួយមនុស្សថ្ងៃណាអញប្រើពាក្យប៉ុណ្ណឹងនៅក្រនផងមីអាចមីសម្រាំមីថោកមីលមួកណាឲ្យអញប្រើពាក្យថ្លៃថ្នូរអីជាមួយមីសំផឹងដូចថ្ងៃនោះថ្ងៃដែលអញសពគ្រប់បែបយ៉ាងសិនអញមីសំផឹងយួនអញទៅធ្វើអីម៉ែថ្ងៃអញទៅធ្វើអីមីថ្ងៃណាមួយអត់ចូលចិត្តទេពាក្យអសរោះប៉ុន្តែខ្ញុំសូមជម្រាបថាឬក៏ដែលនៅបញ្ការដែលបញ្ចេញនៅពាក្យអសរោះមកពីអីគឺមកពីកំហឹងកើតមកពីអីកើតមកពីការឈ្នាននេះឈ្លានពានគេខ្ញុំមិនដែលទៅឈ្លានពានអីមួយឈួតហ្នឹងទេវាធ្វើអីធ្វើតែវាដូចខ្ញុំនិយាយអញ្ចឹងคลิปវាចាញ់មកចិត្តមួយឆ្នាំអីនេះឥឡូវខ្ញុំមិនដែលស្ដាប់វីដេអូវាចប់មួយคลิปណាទេខ្ញុំសូមនិយាយចេះអត់ដែលទេបងប្អូននិយាយឲ្យស្មោះអស់ពីបេះដូងហ្មងហើយហ៊ានស្បត់ទៀតលើកឡើងតែវីដេអូ screenshot ខ្លីៗ1នាទី2នាទីដែលវានិយាយវាយប្រហារមកលើខ្ញុំប៉ះលើខ្ញុំឯងពីព្រោះនៅពេលដែលគេយកមកប្រាប់ខ្ញុំថាចិនតាវីហេតុអីកាច់ឡើងវាយប្រហារឲ្យសម្បើមែនគេនិយាយពីស្អីពីខ្ញុំគ្មានខ្ញុំអត់មានពេលចូលមើលខ្ញុំអត់មានពេលអីចូលស្ដាប់ទេមកវា live ម្ដង2 3ម៉ោងចូលតែមើលខ្ញុំអត់មើលទេឥឡូវប្រាប់មកថាវានិយាយត្រង់នាទីមួយណាស្រួលខ្ញុំអូសឲ្យដល់នាទីហ្នឹងឲ្យខ្ញុំស្ដាប់ដល់ពេលយូរទៅគាត់ថាបើអញ្ចឹងទេគាត់នឹង screenshot ឲ្យខ្ញុំមើលម៉ែឡើងមិនចេះតិចហើយខ្ញុំសួរថាអញ្ចេះរាល់ថ្ងៃហ្នឹងខ្ញុំទៅធ្វើផ្ទុកបុកម្នេញអីមីនាងឯងមីឈួតឯងខ្ញុំសួរចេះ
ខ្ញុំអត់មានដែរធ្វើអីបំផ្លាញជាតិទេក្រោយពេលដែលខ្ញុំជិះយន្តហោះទៅធ្វើបាតកម្មទៅធ្វើនយោបាយគឺសិតតែជាលុយរបស់ខ្ញុំក៏ស្រឡាញ់ជាតិខ្ញុំដូចនឹងឯងដែរហេតុអីបានខ្ញុំស្រឡាញ់ជាតិខ្ញុំមិនបានពេលដែលខ្ញុំស្រឡាញ់ជាតិខ្ញុំចេះថាខ្ញុំក្បត់ជាតិខ្ញុំយួនហើយនឹងឯងធ្វើអីតែងទួយនឹងឯងនឹងស្នេហាជាតិកកប់មិនឈួតចែកអ្នកដតីស្នេហាជាតិចែកអ្នកដតីស្រឡាញ់ជាតិផងនឹងឯងក្បាលមួយមិនមែនទៅនឹងឯងទៅកំតិចយួនរត់លៀនអ្នកនៅស្រុកខ្មែរបានទេណាហើយមកចោទថាខ្ញុំយួនហ្នឹងនឹងឯងមានភ័ស្តុតាងណាដែលមួយថ្ងៃចេះដើរចន្ទាចោទគេយួនហ្នឹងចាប់ខ្មែរឲ្យពាក់ដួនអស់ហើយរាល់ថ្ងៃហ្នឹងលែងមានខ្មែរថ្ងៃហ្នឹងកំពុងតែលៀងជាតិសាសខ្មែរហ្នឹងថ្ងៃសម្រាប់ជាតិសាសខ្មែរទាំងរស់ថ្ងៃដឹងហើយមីកាឡារាល់ថ្ងៃហ្នឹងជាតិសាសខ្មែរថ្ងៃកំពុងតែសម្លាប់ជាតិសាសខ្មែរទាំងរស់ថ្ងៃមានដឹងអត់ដោយសារអីដោយសារឲ្យតែប្រជាពលរដ្ឋខ្មែរថ្ងៃចោទគេថាជាយួនទាំងអស់រាល់ថ្ងៃហ្នឹងយូរទៅអត់មានអ្នកណាខ្មែរទេលែងមានអ្នកណាខ្មែរមួយហើយពីព្រោះអីពីព្រោះថ្ងៃកំពុងតែសម្លាប់ជាតិសាសខ្មែរដោយស្វ័យប្រវត្តិថ្ងៃជាយាមណារាល់ថ្ងៃហ្នឹងថ្ងៃបញ្យុះឲ្យកូនខ្មែរឆ្លុះគ្នាថ្ងៃបញ្យុះឲ្យកូនខ្មែរជេរគ្នាអ្នកដែលគ្រប់គ្រងថ្ងៃនៅក្នុងខមមិនហ្នឹងអ្នកណាមិនគ្រប់គ្រងថ្ងៃបញ្យុះឲ្យអ្នកដែលគ្រប់គ្រងថ្ងៃជេរគ្នានៅក្នុងខមមិនហ្នឹងទៅណាហើយអ្នកដែលគ្រប់គ្រងមីកាឡាហ្នឹងទៀតខ្ញុំសូមជម្រាបអញ្ចេះវាថាមួយអាទិត្យទៀតឬក៏ពីរអាទិត្យទៀតយ៉ាងយូរឯងអង្គរៈវាមិនខ្វះឲ្យពីពេញហ្នឹងណាអ្នកដែលចេញមកការពារវាជំនួសវាមិនបាច់ធ្វើអីវាអង្គុយតែអោបដៃឯងមីនីវាប្រើមនោគមខឹមវាសនាតាបងប្អូនវាប្រើមនោគមខឹមវាសនាមានដឹងទេអាពាក្យឈាមថោកឈាមអីវាថាវាមិនបានចេះជេរទេវាមិនចេះប្រើពាក្យអសរោះទេវាថាគេមិនចេះប្រើពាក្យអសរោះរាល់ថ្ងៃហ្នឹងវាដិតឲ្យគេប្រើពាក្យអសរោះអានឹងវាហ្នឹងយកវិជាប្រតិភិបថាពួកក្រុមខ្ញុំហ្នឹងគឺជាពួកដែលប្រើពាក្យអសរោះវាព្យាយាមមកដុតវាព្យាយាមមកចាក់សាំងឲ្យខ្ញុំឆេះឲ្យខ្ញុំប្រើពាក្យអសរោះអាទម្លាក់វិជាប្រតិភិបរបស់ខ្ញុំអត់ខ្វល់ទេវិជាប្រតិភិបរបស់ខ្ញុំធ្លាក់ឬឡើងគឺស្រេចតែវិជាពលរដ្ឋគាត់គ្រប់គ្រងទៅចោះខ្ញុំអត់ខ្វល់ទេខ្ញុំមិនធ្វើអ្វីតម្រូវចិត្តអ្នកខ្ញុំនិយាយតាំងពីដើមឯងថាខ្ញុំចិនដាវីគ្រាន់តែជាមនុស្សសាមញ្ញតែប៉ុណ្ណោះខ្ញុំមិនអាចធ្វើអ្វីតម្រូវចិត្តបងប្អូនប្រជាពលរដ្ឋរាប់លានអ្នកបានទេអ្នកណាពេញចិត្តខ្ញុំក៏ខ្ញុំសប្បាយចិត្តទៅអ្នកណាដែលមិនពេញចិត្តខ្ញុំគឺជាបេះដូងរបស់គេខ្ញុំមិនអាចអូសទាញគេបានទេអញ្ចឹងប្រជាប្រិយភាពរបស់ខ្ញុំមិនចាំបាច់ពាក់ស្បែកមុខមកដើម្បីតាក់ទាញប្រជាប្រិយភាពរបស់ខ្ញុំទេចាមុខខ្ញុំយ៉ាងម៉េចបេះដូងខ្ញុំយ៉ាងណាខ្ញុំមិនមែនមនុស្សមុខ2មុខ3ដោយមានផ្ទះបាញ់មានផ្ទះផ្ទុកមកទេណាវាព្យាយាមមកដុតបញ្ឆេះគេឲ្យគេប្រើពាក្យអសរោះហើយវាថាចាំងវានិយាយលៀបពណ៌គេថាណាកុំតែមើលផេកហ្នឹងផេកអសរោះផេកកកាកែកៃឯងមកចូលមើលផេកនឹងខ្ញុំឯងផេកគ្រូបង្រៀនណាបង្រៀនចំណេះដឹងដល់កូនខ្មែរទាំងអស់គ្នាប៉ុន្តែវាព្យាយាមចាក់គេហៅគេសត្វមានសំផឹងយួនណាសត្វតាគេនឹងយកស្រីសំផឹងយួនយកមកធ្វើនយោបាយអញ្ចឹងអាពាក្យត្រង់ហ្នឹងថ្ងៃកំពុងតែមើលងាយលោកសំរងស៊ីរាល់ថ្ងៃពួកអញគឺជាអ្នកដែលធ្វើនយោបាយបម្រើលោកសំរងស៊ីអញ្ចឹងថ្ងៃមើលលោកងាយលោកសំរងស៊ីដែលលោកសំរងស៊ីយកសិតតែស្រីសំផឹងយកធ្វើនយោបាយអញ្ចឹងមីកាឡាថ្ងៃនិយាយថ្ងៃឆ្លើយជាមួយអញមួយម៉ាត់មើលណាអញ្ចឹងបងប្អូនមួយចំនួនអត់ដឹងទេថាមីហ្គិចឡាងនឹងជាអ្នកណាមីហ្គិចឡាងនឹងគឺជាស្រីអាសេរពឹសពាក្យដែលវានិយាយថាស្អីនយោបាយយួនសិតតែយកអ្នកដែលអត់ប្តីយកអត់ប្តីស្រីខូចស្រីអត់ប្តីមកធ្វើហើយរាល់ថ្ងៃហ្នឹងពួកស្រីដែលវាឌីលខ្ញុំនេះស្រីខូចស្រីអត់ប្តីរាល់ថ្ងៃហ្នឹងដែលអ្នកបម្រើនយោបាយហ្នឹងបម្រើនយោបាយអ្នកណាក្រែងបម្រើនយោបាយឲ្យសំរងស៊ីឯងអញ្ចឹងថ្ងៃជេរពួកអញស្មើនឹងថ្ងៃជេរលោកសំរងស៊ីពីព្រោះលោកសំរងស៊ីកំពុងតែប្រើពួកអញឲ្យធ្វើនយោបាយរាល់ថ្ងៃហ្នឹងថ្ងៃមានដឹងអត់អញទៅចោលកូនបងសូហ្វីទៅចោលកូនទៅចោលចៅសពគ្រប់បែបយ៉ាងជិះយន្តហោះធក់ដូចឆ្កែក្បែកក្បាលគ្មានលុយឯណាមករៀនមកពីប៉ាក់មកពីចប់ថវិកាជាតិណាទេណាអញ្ចឹងពួកថ្ងៃចោលអញជាស្រីសំផឹងហ្នឹងឯងអញ្ចឹងថ្ងៃបានន័យថាថ្ងៃកំពុងជេរលោកសំរងស៊ីនៅថ្នាក់លើណោះពីព្រោះអញកំពុងតែបំរើនយោបាយគណៈបកឲ្យសំរងស៊ីហេតុអីបានថ្ងៃចេញមកជេរអញ្ចឹងវាឈួតឬមួយក៏ថ្ងៃបំរើហ៊ុនម៉ាណែតមែនឬមួយក៏ថ្ងៃលក់ក្បាលឲ្យហ៊ុនម៉ាណែតមែនអញអត់ដែរចេះចោលណាទេប្រាប់ថ្ងៃចេះប៉ុន្តែនេះគឺជាថ្ងៃលើកទី1របស់អញឯងសុំបីតែសារនឹងចេញមកគេសួរអញថា do you believe it ក៏អញមិនទាន់ហ៊ានចោទថ្ងៃដែរឲ្យថ្ងៃដោះស្រាយខ្លួនឯងថ្ងៃលៀងខ្លួនឯងថ្ងៃលុបខ្លួនឯងទៅថ្ងៃធ្វើអីថ្ងៃលៀងលុបខ្លួនឯងទៅប៉ុន្តែមានលាលេខសល់ឯងមិនចេះលៀងលុបខ្លួនឯងទេបែរជាបៀមឈាមមកព្រោះដាក់អញទៅវិញណាបៀមឈាមមកព្រោះដាក់អ្នកដទៃទៅវិញខ្លួនឯងរឿងខ្លួនឯងកំពុងតែបែកគ្នាស្អុយពេញ Facebook ហ្នឹងมันព្យាយាមបកស្រាយឲ្យប្រជាពលរដ្ឋដឹងទេបែរជាព្យាយាមបន្លប់ខួរក្បាលប្រជាពលរដ្ឋហ្នឹងឲ្យផ្ដោតមកលើអញថាអញកូនយួនវិញណាអញសួរថាថ្ងៃមានផតតាអត់ថ្ងៃមកចោតអញណាហើយបងប្អូនប្រជាពលរដ្ឋខ្មែរមហាជនហ្នឹងគាត់ភ្លើដល់ថ្នាក់ហ្នឹងឯងដែលថ្ងៃចង់និយាយថាអញយួនគេថាអញយួនថ្ងៃចង់និយាយថាអញស្រីខូចគេថាអញស្រីខូចហ្នឹងថ្ងៃគិតថាថ្ងៃនោះស្អីថ្ងៃអតិទេបែមាត់ថ្ងៃនោះទឹកឯងថ្ងៃនិយាយស្អីមកគេជឿថ្ងៃឯងហើយមីខ្សលយីមីនេះហើយបងប្អូនគិតមើលថ្ងៃចង់មកប្រកួតគីឡូមួយអញរាល់ថ្ងៃហ្នឹងថ្ងៃប្រជែងគីឡូមួយអញយ៉ាងម៉េចសម្ដីរបស់វាបងប្អូនហ្នឹងឯង
សំដីមួយហ្នឹងគឺជាសំដីអាវីទូដែលទៅឆ្លុះគ្នាជាមួយខ្ញុំបងប្អូនស្គាល់អាវីទូមួយដែលវាគម្រាមតាមសម្លាប់ប្អូនសង្ហានៅកូរ៉េលើកមុនណាអាវីទូនឹងហើយវាឆ្លុះជាមួយខ្ញុំតាំងពីឆ្នាំ2013 15ហ៎ហើយវានឹងវាចូលក្នុងប្រឡូកជាមួយនរណាក៏វាអត់ខ្វល់ដែរវាថាអ្នកទាំងអស់គ្នានឹងអត់ស៊ីគីឡូមួយវាបានទេមានតែចិនតាវីវ៉ាន់មួយដែលស៊ីគីឡូមួយវាពីព្រោះកនហ្នឹងនៅពេលដែលคลิปវីដេអូរបស់វាចេញជាមួយខ្ញុំណារាល់ពេលคลิปរបស់វាចេញមកគឺត្រូវគេយកទៅចែកចាយយ៉ាងច្រើនមែនតើជាពិសេសនៅតាមបណ្ដាញ YouTube យូអីចឹងអញ្ចឹងមនុស្សវាចង់ល្បីចាចង់ល្បីពីព្រោះចំនួនហ្នឹងប្រជាពលរដ្ឋគាត់លែងមើលរឿងភីអេគាត់តាមដានមើលខ្ញុំឆ្លុះគ្នាជាមួយអាវីទូដូចរឿងភីអញ្ចឹងបើវាវាយវីដេអូជាមួយអ្នកដតីវីដេអូវាធ្វើឲ្យវីដេអូវាអត់ល្បីទេបើវាវាយវីដេអូជាមួយខ្ញុំធ្វើឲ្យវីដេអូវាមានអ្នកចូលមើលច្រើនមានអ្នកល្បីចាមានដូចថាធ្វើឲ្យវីដេអូវាល្បីមានអ្នកចូលមើលច្រើនដូច្នេះហើយវាថាអ្នកផ្សេងអត់មានគីឡូមួយវាអញ្ចឹងវាអត់វាយតបទេអញ្ចឹងឥឡូវនេះមានកាច់ឡើងដូចគ្នាដែររាល់ថ្ងៃការឡៃការដែលគេចូល view ថ្ងៃដោយសារគេចង់មើលថាថ្ងៃនិយាយអីពីអញឆ្លុះគ្នាអីជាមួយអញណាតែប៉ុណ្្នឹងឯងដោយសារថ្ងៃចង់បានប្រជាប្រិយភាពប៉ុណ្្នឹងឯងបានថ្ងៃចង់មករំលាយអញហ៎ថ្ងៃចង់ដើរតាមពួក ACPP ហ្នឹងឯងកំអែលចាស់របស់គេហ្នឹងមីភ្លើហ៎ថ្ងៃចង់បានភាពល្បីល្បាញ view ស្អីហ្នឹងចង់ឲ្យអញបចោថ្ងៃមិនចេះចប់ចឹងឯងអញហត់ណាពេលដែលអញបចោថ្ងៃហ្នឹងអញឲ្យតម្លៃថ្ងៃពីព្រោះក្រោយពីអញធ្វើការងារតម្លៃពេលវេលាអញមានតម្លៃសម្បើមប៉ុន្តែបើអញមិននិយាយពេកវាមិនកើតណាពេលវេលាអញមានតម្លៃណាអញប្រាប់ថ្ងៃនេះថ្ងៃរាល់ថ្ងៃចង់បាន view រហូតដល់ថ្ងៃឈួតថ្ងៃមកវាយបហាពួកអញថ្ងៃចង់កំតិចអ្នកដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិដល់ថ្នាក់ហ្នឹងថ្ងៃស្នេហាជាតិឬក៏ថ្ងៃស្នេហាស្អីអញសួរថ្ងៃចេះបើថ្ងៃស្នេហាជាតិថ្ងៃមិនគួរមកបំផ្លាញអ្នកដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិទេគេអ្នកទាំងអស់គ្នាហ្នឹងក៏គេធ្វើការបម្រើជាតិដូចថ្ងៃដែរគេធ្វើជាថ្ងៃទៀតគេធ្វើច្រើនឆ្នាំជាថ្ងៃទៀតមិនមែនដូចថ្ងៃទៅចេញមកមួយឆ្នាំថ្ងៃដើរកកាយគេមីកំពូចទាថ្ងៃកាយគេថ្ងៃច្រាស់គេចោលអញ្ចឹងឯងមីកំពូចទាមីថោកទៀបថ្ងៃចង់ឡើងទ្រើងឯងម្នាក់ឯងប្រាប់ថ្ងៃថាថ្ងៃឡើងទ្រើងអត់រួចទេពីព្រោះកំពូចថ្ងៃទាថ្ងៃរាល់ថ្ងៃព្យាយាមបំពងតំណែងរបស់ថ្ងៃសពគ្រប់បែបយ៉ាងវាមិនដែលមនុស្សឯណាតំណែងឯ2 3កន្លែងបងប្អូនជួយគិតពិចារណាមើលតំណែងប្រធានស្ត្រីមកចំហៀងសៅថនកាលីផងញ៉ាប្រធានស្ត្រីនៅឡងបិចផងប្រធាននារីនៅក្នុង CNM ផងមីឈួតណាថ្ងៃបោកគេបានថ្ងៃបោកទៅឲ្យខ្ញុំបើថាវាដើរបោកគេអញ្ចឹងប៉ុន្តែខ្ញុំឆ្ងល់លោករាជានេះដែលគាត់ជាថ្នាក់ដឹកនាំវិស័យកំបីក្បាលមួយនោះវាដាក់ដឹកនាំមិនបានខ្ញុំចង់ឆ្ងល់គាត់ចេះសួរថារាល់ថ្ងៃហ្នឹងគាត់ធ្វើការអីហើយគាត់ទៅរំដោះជាតិបានទេហ៎គាត់ទៅរកយុទ្ធសាស្ត្របំផ្លាញហ៊ុនសែនបានទេដែលគ្រាន់តែឆ្កែនៅក្រោមបង្គាប់របស់គាត់មកបំផ្លាញមកខំតែគ្នាឯងមិនចេះឈប់មិនចេះឈរចេះទេកុំភ្លេចលោករាជានយោបាយគោលការណ៍របស់គណៈបករបស់ CNM ដែលលោកសំរងស៊ីបង្កើតមកដែលខ្ញុំហើយនឹងអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិសកម្មជនសង្គ្រោះជាតិទាំងអស់ចូលរួមគ្រប់គ្រងចលនា CNM ណាគឺដោយសារគំនិតនិងគោលការណ៍របស់លោកសំរងស៊ីគាត់បង្កើត CNM ឡើងដើម្បីជួយ support CNLP ខ្ញុំចាំច្បាស់ណាស់នៅក្នុងខួរក្បាលរបស់ខ្ញុំទៅខ្ញុំព្យាយាមទៅគ្រប់គ្រងចលនារបស់ CNM ហ្នឹងប៉ុន្តែក្រោយមកលោកឯងជាអ្នកលៀងខួរក្បាលខ្ញុំចេញឲ្យខ្ញុំមើលតម្លៃ CNM អត់មានតម្លៃទេនៅក្នុងកែភ្នែករបស់ខ្ញុំពីប្រុសលោករាជាចិញ្ចឹមឆ្កែឈួតឲ្យខំតែគណៈបកសង្គ្រោះជាតិត្រឡប់មកវិញបានន័យថាដោយពាក្យចាំសុកនិយាយអញ្ចឹងដោយពួកពាក្យអ្នកផ្សេងនិយាយអញ្ចឹងថាលោកសំរងស៊ីបង្កើតចលនា CNM ឡើងគឺដើម្បីបំបែកបំបាក់សង្គ្រោះជាតិទៅវិញទេមិនមែនដើម្បីជួយចលនាសង្គ្រោះជាតិទេនេះខ្ញុំនិយាយឈរនៅលើចំហពិតខ្ញុំមិនត្រពងខាងណាទេប៉ុន្តែអ្វីទាំងអស់គឺលោករាជាគាត់បំរើគោលការណ៍បំផ្លាញ CNM មិនមែនលោកសំរងស៊ីទេគោលការណ៍របស់លោកសំរងស៊ីគឺគាត់ធ្វើត្រឹមត្រូវរបស់គាត់ណាបើមិនអញ្ចឹងទេមិនមែនប្រជាពលរដ្ឋច្រើនលានអ្នកទេដែលសុកចិត្តស្ម័គ្របំរើគណៈបកសង្គ្រោះជាតិដែលអត់មានថវិកាអីទាំងអស់មិនថាគេមិនថាខ្ញុំដោយសារអីគឺគេស្រឡាញ់គោលការណ៍របស់លោកសំរងស៊ីប៉ុន្តែវាអាក្រក់តែអាថ្នាក់ដឹកនាំខាងក្រោមហ្នឹងឯងខ្ញុំសូមជម្រាបណាឥឡូវដូចក្នុងរបបហ៊ុនសែនដូចគ្នាដែរហ៊ុនសែនវាឈួតមធ្យមឯងងំអាអ្នកនៅខាងក្រោមហ៊ុនសែននឹងទៀតអញ្ចឹងបើលោកឯងស្អប់របបហ៊ុនសែនចង់ផ្លាស់ប្ដូររបបហ៊ុនសែនប៉ុន្តែទង្វើរបស់លោកឯងអន់ជាងហ៊ុនសែនផងហ្នឹងសួរទៅផ្លាស់ប្ដូរហ៊ុនសែនមិនរួចណាផ្លាស់ប្ដូរមិនរួចទេហ្នឹងហើយឈប់ទៅខ្ញុំសូមជម្រាបម្ដងហើយម្ដងទៀតអញ្ចឹងមកខ្ញុំថាចេះបើចង់វាយឆ្កែត្រូវមើលម្ចាស់ឆ្កែនឹងធ្វើអីរាល់ថ្ងៃហ្នឹងម្ចាស់ឆ្កែមិនត្រឹមតែបើខាត់ឆ្កែទេថែមទាំងបង្អើឆ្កែទៀតបើតាមខ្ញុំដឹង
នេះបើមានកិច្ចឡើងវានៅតែខំពួកខ្ញុំចង់រំលាយពួកខ្ញុំគិតថាលោករាជាគឺជាអ្នកបង្អើឆ្កែឲ្យរំលាយអ្នកដែលជាសរសៃឈាមរបស់ CNRP ហើយណាខ្ញុំសូមជម្រាបចឹងខ្ញុំអត់ខ្លាចនិយាយទេលោកចាពីព្រោះលោកហើយនឹងខ្ញុំគឺសិតតែជាអ្នកបម្រើជាតិដោយ free ដូចគ្នាប៉ុន្តែគ្រាន់តែខ្ញុំសោកស្ដាយខ្ញុំមិនចង់ឲ្យយកមនុស្សមួយចំនួនមកបំផ្លាញគណៈបកសង្គ្រោះជាតិពីព្រោះអីណាអាណិតស្អីអាណិតអ្នកដែលកម្លាំងគ្រប់គ្រងគណៈបកសង្គ្រោះជាតិទាំងអស់ហ្នឹងគឺរាប់លានអ្នកដែលគេលះបង់ច្រើនណាស់ដើម្បីគណៈបកសង្គ្រោះជាតិលោកឯងមានដឹងទេអ្នកខ្លះលះបង់ដល់ជីវិតទៀតមិនថាតែលះបង់ថវិកាពេលវេលាទេមានអ្នកខ្លះលះបង់ជីវិតលះបង់ការជាប់គុកជាប់ច្បាប់ចោលកូនចោលច្រើនណាស់ហើយរឿងអីឲ្យមីកាឡាងមួយហ្នឹងវាយកគណៈបកសង្គ្រោះជាតិយកមកជន់ឈ្លីយកមកបំបាច់ឲ្យមកកោវល់ពេញគណៈបកសង្គ្រោះជាតិចឹងហាលោកឯងត្រូវពិចារណាឲ្យខ្លាំងឲ្យបានមែនតើចំពោះបញ្ហាហ្នឹងណាគណៈបកសង្គ្រោះជាតិមួយនេះគឺថាជាកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋរាប់លានអ្នកគឺជាការលះបង់របស់ប្រជាពលរដ្ឋរាប់លានអ្នកមិនមែនបោះពីកិច្ចឡើងតែម្នាក់ហ្នឹងទេមីឈួតហ្នឹងម្នាក់ហ្នឹងមកធ្វើស្អីគេធ្វើនយោបាយ4 10 20ឆ្នាំហើយយកកម្លាំងញើសឈាមរបស់គេយកពេលវេលារបស់គេយកសេចក្តីសុខរបស់គេយកទ្រព្យសម្បត្តិតខ្លួនរបស់គេទៅចំណាយលើគណៈបកសង្គ្រោះជាតិគេមិនដែលចេញក្អកមួយម៉ាត់ថាគេស្នេហាជាតិផងចុះមីខ្សលមួយនេះមួយថ្ងៃអូតាវានឹងស្រីក្លាហានស្រីស្នេហាជាតិអីតាវាសម្បើមម៉េះណាគណៈបកសង្គ្រោះជាតិនឹងបោះវាហ៎មិនមែនទេបងប្អូនកុំភ្លេចណាគណៈបកសង្គ្រោះជាតិគឺជាញើសឈាមរបស់ប្រជាពលរដ្ឋរាប់លានអ្នកណាអ្នកខ្លះលះបង់ដល់ជីវិតអ្នកខ្លះលះបង់ពេលវេលាជាងមួយជីវិតរបស់គេជាងពាក់កណ្ដាលជីវិតរបស់គេអ្នកខ្លះលះបង់ថវិកាផ្ទាល់ខ្លួនចាទៅតាមធនធានរបស់គេអ្នកខ្លះលះបង់រហូតដល់ជាប់គុកចោលប្រពន្ធចោលកូនទៀតណាដោយលោកមីសវណ្ណរាអីជាដើមជាប់គុកចោលប្រពន្ធចោលកូនឥឡូវមីកាឡានឹងដែលយកភ្នែកមើលមេសវណ្ណរាវាយតែក្រុមគ្រួសារមេសវណ្ណរាអត់ឈប់ហ្នឹងណាហើយវាស្នេហាជាតិអីជាងគេហ្មងមីកាឡានឹងស្នេហាជាតិជាងមេសវណ្ណរាវាដែរតែដេកជាប់គុកមួយថ្ងៃនៅហើយនិយាយអស់តួឲ្យលោកអើយលោកបោកខ្មែរបោកយ៉ាងនេះណាបោកប្រជាពលរដ្ឋខ្មែរដែលគាត់អត់ចេះគាត់អត់ដឹងអញមិនហ៊ានថាអ្នកគ្រប់គ្រងថ្ងៃល្ងងឯងមីកាឡាណាប៉ុន្តែថ្ងៃក៏មិនត្រូវមើលងាយអ្នកគ្រប់គ្រងអ្នកដទៃដែរប្រជាពលរដ្ឋទាំងអស់គាត់គ្រប់គ្រងអ្នកណាគាត់គ្រប់គ្រងទៅជាសិទ្ធិសេរីភាពរបស់គេទេណាហ្នឹងហើយបើយើងស្នេហាជាតិណាយើងស្រឡាញ់ជាតិណាយើងដើរតែត្រង់ផ្លូវទៅអាណាគេថាអីថ្ងៃឃើញអ្នកដែលស្នេហាជាតិដទៃទៀតឯងគេដើរមានណាគេឆ្លុះគ្នាអត់ហ៎ថ្ងៃចេះបើកភ្នែកមើលគេទេអ្នកដទៃទៀតដែលមានអ្នកណាគេឆ្លុះគ្នាអត់អញដែរឆ្លុះជាមួយបងសូហ្វីអានដឺសុនអត់អញដែរឆ្លុះជាមួយបងធីតាអត់អញដែរឆ្លុះជាមួយសូនរ៉ូអត់អញដែរឆ្លុះជាមួយរាជបុត្រសរកាយអត់អញដែរឆ្លុះជាមួយស្អីរ៉ាត់ស្កាយអីមិញនេះអញដែរឆ្លុះគ្នាជាមួយសង្ហាអញដែរឆ្លុះគ្នាជាមួយយឹមស៊ីណនទេហ៎អញដែរឆ្លុះគ្នាជាមួយហៃវ៉ាណាថ្ងៃមានបើកភ្នែកមើលអត់អញដែរឆ្លុះគ្នាជាមួយលោកទឹកបន្ទិញហ៎មីកាឡាថ្ងៃមានបើកភ្នែកមើលទេអ្នកដែលគេស្រឡាញ់សង្គ្រោះជាតិពិតប្រាកដគេមានឆន្ទៈដូចគ្នាគេមិនដែលខ្វែងគំនិតគ្នាទេអ្នកណាធ្វើអីបានធ្វើទៅដើម្បីជាតិទាំងអស់គ្នាណាអ្នកទាំងអស់គ្នានឹងគឺមានធនធានរៀងខ្លួនអ្នកខ្លះទៅគេមានចំណេះដឹងផ្នែកនេះទៅអ្នកខ្លះគេមានកម្លាំងផ្នែកនេះទៅអ្នកខ្លះគេមានវោហារស័ព្ទផ្នែកនេះទៅយើងត្រូវការកម្លាំងរាល់ថ្ងៃហ្នឹងចាកម្លាំងប្រមូលផ្ដុំដើម្បីធ្វើការផ្លាស់ប្ដូររបបពុកអាលួយមួយឲ្យចេញពីសង្គមខ្មែរយើងនេះពីប្រទេសខ្មែរមួយយើងនេះប៉ុន្តែរាល់ថ្ងៃនេះកម្លាំងរបស់ថ្ងៃកំពុងចេញដុះមកចេះដូចផ្សិតចេះដូចតាពាំងដុះមកអញ្ចឹងពួកមីតាពាំងស្អុយមីតាពាំងគោកណាតាពាំងពួកថ្ងៃគឺសើតាពាំងស្អុយលលួយទេប្រាប់ថ្ងៃចេះថ្ងៃក្តិចត្រួយគេដល់តែទៀតសពគ្រប់បែបយ៉ាងទាំងអស់បងប្អូនដឹងទេសំបីតែខ្ញុំណាគ្រាន់តែខ្ញុំអាណិតពួកក្មេងនៅស្រុកថៃឃើញតុនសុនគ្នាអត់មានការងារធ្វើឥឡូវអត់មានការងារធ្វើទៀតទេចាគ្រាន់តែខ្ញុំប្រមូលលុយខ្លួនឯងផងប្រមូលលុយពីបងផងដូចបងស្រីទូចប៉ានីនអីហ្នឹងប្រមូលលុយយកទៅឲ្យតុនសុនជួយគ្នាបណ្ដោះអាសន្នពីព្រោះអីជាការលើកទឹកចិត្តគាត់ក្រមែនទ្រព្យសម្បត្តិប៉ុន្តែគាត់មានឆន្ទៈគាត់មានបេះដូងអញ្ចឹងយើងដែរជាអ្នកស្រឡាញ់ជាតិគ្រប់គ្រងស្នេហាជាតិទាំងអស់គ្នាមិនថាខ្ញុំមិនថាគេនៅពេលដែលជួបឧបសគ្គខ្ញុំសូមប្រកាសអ្នកដែលស្នេហាជាតិទាំងអស់ថ្ងៃនេះខ្ញុំមានឧបសគ្គអ្នកត្រូវជួយខ្ញុំថ្ងៃណាមួយអ្នកមានឧបសគ្គអ្នកស្នេហាជាតិទាំងអស់គ្នាត្រូវតែជួយអ្នកទាំងអស់គ្នានឹងពីព្រោះអ្នកទាំងអស់គ្នានឹងគឺជាតំពាំងស្នររស័យរបស់ជាតិណាយើងផ្សងគ្រោះថ្នាក់សពគ្រប់បែបយ៉ាងនៅក្នុងរបបពុកអលួយរបស់ហ៊ុនសែនណាយើងផ្សងគ្រប់ទាំងអស់អញ្ចឹងនៅពេលដែលតំសិនមានបញ្ហាខ្ញុំផ្ដល់លុយឲ្យខ្ញុំ
chia diêm sắp sai bong ôn tới bàn 400-500 1,000 ấy chẳng tấu ná giờ tao tâm sân nó con nó nhầm play chết bàn 500-600 700 nhầm play chết hai ao ôn chạc màu ấy ra tới sau đó thạc nhầm nó ta tinh 3 tâm sân nhầm đa tinh cái mây nâng thải hả chua thì chia nữa chẳng nhầm xong chùm riêng biểu nếu đó bong ôn mai chẳng ná nét đại snai 2 chia tận mình tha kê mình tha nhầm mệt ngày đi nhầm mơm khơi nha nhầm rùa ban sọc rùaวันแต่ไงนาโมยขยมจอบกกจอบจะว่าไอ้อะขยมสังคมตาเนี่ยต่างออกគ្នានឹងជួយខ្ញុំដូចខ្ញុំជួយគេនៅពេលនេះដូចគ្នាដែរណាគឺយើងត្រូវតែជួយគ្នានៅក្នុងគ្រាក្រយើងគិតថាអ្នកទាំងអស់គ្នាហ្នឹងគឺធ្វើដើម្បីជាតិទាំងអស់គ្នាទេហើយយើងស្រឡាញ់ជាតិអីតែម្នាក់ឯងយើងសង្គ្រោះជាតិតែម្នាក់ឯងអត់រួចទេសង្គ្រោះជាតិត្រូវការកម្លាំងច្រើនណាស់ហើយនាងកាច់ឡាននឹងព្យាយាមដាក់បំបែកទាំងអស់ហ៎នៅក្នុងឡងបិចក៏ដូចគ្នាដែរសួរថាបើយើងធ្វើជាថ្នាក់ដឹកនាំក៏ដោយណានាងឯងមិនមែនជាថ្នាក់ដឹកនាំទេប៉ុន្តែខ្ញុំឧទាហរណ៍នាងឯងស្ដាប់ក្រៃលោថ្ងៃក្រោយនាងឯងចង់ប្រម៉ូទខ្លួននាងឯងទៅធ្វើជាថ្នាក់ដឹកនាំអីមួយខ្ញុំប្រាប់កុំឲ្យភ្លើទៀតបើសិនជាយើងចង់ធ្វើជាអ្នកដឹកនាំគេយើងមិនមែនប្រើសម្ដីក្តៅដូចរាល់ថ្ងៃនេះទេសម្ដីនាងឯងអាណាគេតែជ្រកធ្វើជាបរិវារនាងឯងនោះគេរត់ចោលប្រសាចអស់ហើយអ្នកដែលគេទៅរកម្លប់ឈើមួយដែលជ្រកតើតែយើងនឹងជាម្លប់សម្រាប់គេទៅគេរត់ទៅជ្រកក្រោមម្លប់ឈើរបស់យើងហ្នឹងបើសម្ដីនឹងឯងចេញមកបញ្យុះហិង្សាបញ្យុះឲ្យគេបែកបាក់ចេះតែចោតប្រកាន់គេអានេះខ្មាំងអានោះខ្មាំងអានេះមកដល់យើងអានោះមកដល់យើងអ្នកណាគេទៅគ្រប់គ្រងយើងអ្នកណាគេទៅឲ្យនឹងឯងដឹកនាំគេណាអត់មានទេហើយអ្នកដែលខ្ញុំសូមជម្រាបថាចេះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សម្លឹងមើលទៅខ្ញុំអត់ដែលអួតអាងអ្វីទេណាតែអ្នកទាំងអស់គ្នាត្រូវមើលទង្វើរបស់ខ្ញុំដែលគេចោទខ្ញុំមកតើត្រូវអត់រកថ្ងៃហ្នឹងមិនកាច់ឡាបើគេបើសិនជាសារដែលបែកធ្លាយនៅក្នុងប្រភពចម្លងស្រាយចាយហ្នឹងគឺជាសារខ្លាំងខ្លាយក៏ខ្ញុំទៅនៅតែថាជាការពិតដែរខ្ញុំនិយាយឲ្យហួសបាបចេះសោះទោះបីតែខ្ញុំថាអញ្ចឹងហើយបាបខ្ញុំនៅតែហ៊ានថាណាពីព្រោះអីពីព្រោះទង្វើរបស់វារាល់ថ្ងៃហ្នឹងវាដូចនៅក្នុងសារគេអត់មានខុសទេណាបើសិនជាសារបែកធ្លាយហ្នឹងធ្លាក់ទៅលើរដ្ឋស្កាយធ្លាក់ទៅលើសង្ហាឬក៏ធ្លាក់ទៅលើតំសិនអីអាហ្នឹងខ្ញុំថាអូអាហ្នឹងលៀបពណ៌លៀបពណ៌ដាច់ខាតគឺមិនមែនពិតទេពីព្រោះអីទង្វើរបស់គេបញ្ជាក់សពបញ្ជាក់ឲ្យឃើញដោយមិនបាច់កាត់ថ្លៃទេមិនបាច់ចាំបាច់ពិចារណាច្រើនទេណាបើសិនជាសារនោះធ្លាក់ទៅលើតំសិនខ្ញុំអត់ជឿទេពីព្រោះខ្ញុំស្គាល់មនុស្សមិនបាច់ចាំពិបាកមើលទេមនុស្សដែលមានឆន្ទៈពិតប្រាកដមិនបាច់ពិបាកមើលទេបងប្អូនណាហើយអាមនុស្សចាញ់មកដ្រាម៉ាម្ដងឈួតម្ដងជានិយាយคลิปវីដេអូត្រឡប់តលិនកាយកត់ត្រឡប់ជន់អត់មានដឹងខុសដឹងត្រូវទេមិនមែននិយាយឲ្យមានទំនួលខុសត្រូវខ្លួនឯងតិចថាមីហ្គេចឡើងហ្នឹងរាល់វីដេអូคลิปរបស់វានិយាយឲ្យដើរវាទំនួលខុសត្រូវខ្លួនវាអត់មានទេคลิปនេះវានិយាយឲ្យវាចោលទៅវាអត់ដែលទំនួលខុសត្រូវថាអាคลิปមុនហ្នឹងវានិយាយពីស្អីទេវាអត់ចាំផងណាប៉ុន្តែខ្ញុំคลิปរបស់ខ្ញុំរាប់រយคลิปរាប់ពាន់คลิปខ្ញុំចេញមកប្រហែល 4-5 ឆ្នាំហើយគឺខ្ញុំមានការទំនួលខុសត្រូវរបស់ខ្ញុំច្បាស់ហើយខ្ញុំមិនមែនជាអ្នករៀនសូត្រចេះដឹងប៉ុន្តែសម្ដីរបស់ខ្ញុំដែលខ្ញុំនិយាយគឺខ្ញុំមានទំនួលខុសត្រូវដោយខ្លួនខ្ញុំមិនថាខ្ញុំនិយាយជេរមិនថាខ្ញុំនិយាយអសុរោះមិនថាខ្ញុំនិយាយរឿងនយោបាយឬមិនថាខ្ញុំនិយាយរឿងកំ pl ៃ ទេគឺខ្ញុំមានការទំនួលខុសត្រូវរបស់ខ្ញុំខ្ពស់ទោះបីខ្ញុំប្រើពាក្យអសុរោះខ្ញុំមិនដែលជេរទៅដល់បងប្អូន public ណាដែរមនុស្សដែលអត់មានកំហុសខ្ញុំមិនដែលជេរទេនឹងគឺជាភាពទំនួលខុសត្រូវរបស់ខ្ញុំមួយហើយណាខ្ញុំសូមជម្រាបបងប្អូនឲ្យច្បាស់អញ្ចឹងណាហើយរឿងអ្នកស្នេហាជាតិទៀតខ្ញុំមិនដែលជន់ប្រលិចឬក្តិចត្រួយបងប្អូនស្នេហាជាតិណាទេអ្នកណាក៏ដោយដូចតំសិនអញ្ចឹងខ្ញុំអាណិតជាងគេពីព្រោះអ្នកនឹងអីគ្នាអត់ជាងគេធនធានគ្នាលំបាកជាងគេណាអញ្ចឹងអ្វីដែលខ្ញុំជួយបានខ្ញុំជួយឥឡូវហ្នឹងលើថាអត់មានការងារធ្វើទៀតប៉ុន្តែដោយសារខ្ញុំអត់មានពេលវេលាបាននិយាយបានឆាតបានសួរសុខទុក្ខអីទេណាអ្នកណាក៏ដោយដែលស្នេហាជាតិគាត់ខំលះបង់ដើម្បីជាតិទោះបីជាអ្នកនងអត់មានថវិកាគាត់មានតែបេះដូងនឹងទឹកចិត្តគាត់យកជីវិតគាត់ទៅបថុយយកសេចក្តីសុខរបស់គាត់ទៅបថុយយកសុវត្ថិភាពប្រពន្ធកូនរបស់គាត់ទៅបថុយអាហ្នឹងគឺជាការលះបង់ខ្ពស់ណាស់ពីមុនគាត់គ្រាន់តែជាមនុស្សម្នាក់ដែលខ្លួនមួយតែទេគឺគ្រាន់តែជាមនុស្សខ្លួនមួយម្នាក់តែប៉ុណ្ណោះប៉ុន្តែឥឡូវគាត់មានអំរាយច្រើនណាពីមុនគាត់មានអំរាយដែរមានអំរាយគ្រួសាររបស់គាត់ភ័យខ្លាចដែរតែគាត់នៅតែបន្តឆន្ទៈមនុស្សគេថាមនុស្សយើងបើសិនជាមានឆន្ទៈនឹងបេះដូងពិតប្រាកដអត់មានងាយអ្នកណាទិញដូរនឹងសម្លាប់បានទេឆន្ទៈហ្នឹងបងប្អូនមើលកែមលៃមើលសុកចិត្តស្លាប់ដោយសារឆន្ទៈរបស់ខ្លួនឯងដោយសារបេះដូងរបស់ខ្លួនឯងណាអញ្ចឹងអាឆន្ទៈនឹងបេះដូងខ្លាំងណាបងប្អូនมันអាចលុយទិញបានมันអាចស្អីគម្រាមបានសម្លុតបានទេអញ្ចឹងរាល់ថ្ងៃនេះគាត់មានអំរែកថែមទៀតគឺប្រពន្ធហើយនឹងកូនជាទីស្រឡាញ់របស់គាត់ស្មើនឹងកែភ្នែក
ឥឡូវសួរថាតាគាត់លំបាកប៉ុណ្ណាណាជាតិក៏គាត់ស្រឡាញ់ពីមុនថាយើងស្រឡាញ់ជាតិថាយើងមិនខ្វល់ពីខ្លួនឯងសុខភាពខ្លួនឯងយើងអត់សូវខ្វល់ហ្មងទេប៉ុន្តែនៅពេលដែលយើងមានប្រពន្ធមានកូនណាជាតិក៏គាត់ស្រឡាញ់ប្រពន្ធកូនក៏គាត់ស្រឡាញ់សួរថាតាឲ្យគាត់ចោលមួយណាយើងអត់មានបានផ្ដល់អីឲ្យគាត់ទេការលះបង់របស់គាត់សួរថាគាត់បានប្រយោជន៍អីពីជាតិត្រឡប់មកវិញនៅអត់មានទេសួរថាហេតុអីពួកឯងភ្លើហ៎ពួកឯងភ្លើតែក្តិចត្រួយគេតែចោតគេហ៎សួរថាបានប្រយោជន៍អីអ្នកឯងនឹងស្នេហាជាតិស្អីអ្នកឯងកំពុងតែបំផ្លាញអ្នកស្នេហាជាតិមានដឹងឯងឈប់ភ្លើទៀតទៅខ្ញុំសុំជម្រាបចេះណាខ្ញុំសុំជម្រាបអញ្ចឹងហើយខ្ញុំយល់ច្បាស់ណាស់ពីឆន្ទៈនិងបេះដូងគឺខ្ញុំយល់ច្បាស់ពីព្រោះមនុស្សខ្ញុំក៏ដូចគ្នាដែរមនុស្សខ្ញុំក្បាលរឹងណាបងប្អូនខ្ញុំសុំជម្រាបចេះអ្នកណាមកទិញខ្ញុំគឺអត់អាចកាត់ថ្លៃបានទេដូច្នេះខ្ញុំដឹងពីបេះដូងនិងឆន្ទៈរបស់មនុស្សដែលមានពិតដែលមានភក្តីពិតហ្នឹងគឺខ្ញុំដឹងបើសិនជាយើងមានភក្តីពិតមែនណាតម្លៃនៃទឹកលុយប្រមាណក៏មិនអាចមកកាត់ថ្លៃបានដែរណាការជឿចាប់ចំពោះជាតិរបស់យើងគឺថ្លៃណាស់អត់មានអ្វីដែលមកទិញបានទេខ្ញុំសូមជម្រាបចេះខ្ញុំអត់អួតអត់អាងអីទេប៉ុន្តែបងប្អូនទាំងអស់គ្នាកន្លងមកមើលចុះសកម្មភាពរបស់ខ្ញុំសួរថាតើខ្ញុំបម្រើយួន1វិនាទីណាទេហើយមីកឡាងនេះដែលវាមកចោតខ្ញុំរាល់ថ្ងៃនោះសួរថាតើវាមានដែនមានភ័ស្តុតាងស្អីទេដែលវាមកចោតខ្ញុំហើយបើខ្ញុំជាសកម្មជនយួនខ្ញុំជាមេបកយួនសួរថាតើថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិខាងលើនោះគេល្ងងឯងដែលគេឲ្យខ្ញុំមានតួនាទីនៅមុខតំណែងនៅក្នុងគណៈបកសង្គ្រោះជាតិគេហៅខ្ញុំទៅធ្វើការជាមួយគេដូចគ្នានេះហើយជួយពិចារណាមើលបងប្អូនពិចារណាមើលទៅណាអញ្ចឹងមកខ្ញុំនិយាយម្ដងហើយម្ដងទៀតលោកវិគា please ដោះស្រាយនឹងបញ្ចប់ខ្ញុំនិយាយឲ្យលោកជាកំលីជាថ្នាក់ដឹកនាំសង្គ្រោះជាតិប៉ុន្តែលោកជាកំលីខ្ញុំគិតថាគាត់អត់មានតួនាទីក្នុងការដោះស្រាយរឿងហ្នឹងទេអ្វីត្បិតគាត់គឺជាអនុប្រធានចាក់ខ្ញុំអត់សូវមានតំណែងតំណងទេជាមួយនឹងបងអង្គរដ្ឋីយូជួបគ្នាម្ដងនៅក្នុងពេលបាតកម្មខ្ញុំមិនសូវមានពេលដែរនិយាយទេប៉ុន្តែជាមួយលោកអង្គរដ្ឋីជាមួយបងកំលីខ្ញុំធ្លាប់និយាយប៉ុន្តែខ្ញុំអត់បន្ទោសគាត់ទេពីព្រោះអីណាពីព្រោះគាត់នៅខាងលើកិច្ចឡើងមិនមែននៅក្រោមសាខារបស់គាត់ទេចានៅក្រោមសាខាដែរប៉ុន្តែមិនមែននៅចិត្តមែនតើទេគឺគាត់នៅខាងលើអញ្ចឹងហើយគាត់ត្រូវគ្រប់គ្រងនៅច្រើន chapter អញ្ចឹងអ្នកដែល chapter មួយនៅក្នុងហ្នឹងអញ្ចឹងត្រូវតែមានអ្នកគ្រប់គ្រងនៅតាមតំបន់មួយហ្នឹងចាអញ្ចឹងនាងកាច់ឡាងហ្នឹងក៏ខ្ញុំមិនអាចបន្ទោសបងជាកំលីបានដែរពីព្រោះកាច់ឡាងអត់មានតួនាទីអីនៅក្នុងគណៈបកសង្គ្រោះជាតិទេប៉ុន្តែកាច់ឡាងគឺជាសកម្មជនយ៉ាងសកម្មបំផុតរបស់ចលនា CNM ដែលមានការគ្រប់គ្រងរបស់លោករាជាអញ្ចឹងហើយបើសិនជាលោករាជាបណ្ដោយឲ្យនាងកាច់ឡាងហ្នឹងវាយប្រហារអ្នកដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិបំផ្លាញប្រមាញ់មិនចេះចប់មិនចេះហើយនឹងបានន័យថាលោករាជាហ្នឹងកំពុងតែបំផ្លាញគោលការណ៍ចលនារបស់លោកសំរងស៊ីពីព្រោះលោកសំរងស៊ីបង្កើត CNM ឡើងគឺដើម្បីសង្គ្រោះ CNRP ប៉ុន្តែសប្តាហ៍ថ្ងៃនេះមិនទេដោយសារលោករាជាយកគោលការណ៍របស់លោកសំរងស៊ីមកបំរើខុសណាហើយខ្ញុំលើរឿងច្រើនណាស់តែខ្ញុំអត់ចង់បកស្រាយទេរឿងផ្ទៃក្នុងរបស់គណៈបកសង្គ្រោះជាតិខ្វះអីអ្នកដែលនិយាយពីប្រវត្តិលោកកាលដែលលោកនៅ USA នៅស្អីចឹងខ្ញុំគិតថាប្រហែលជាលោកអត់មានសមត្ថភាពធ្វើជាអ្នកដឹកនាំគេអញ្ចឹងហើយបានធ្លាក់ពីតំណែងប្រធាន USA រហូតមកដល់អត់មានតំណែងរហូតមកដល់ត្រឹមអគ្គលេខាធិការរបស់ CNRM នេះណាអញ្ចឹងស្ដារស្នាដៃរបស់លោកវិញខ្ញុំឃើញការនិយាយរបស់លោកពីដំបូងខ្ញុំសរសើរចាមនុស្សសម្លេងមាសនៅពេលដែលខ្ញុំឮលោកស្រីមនសុខួរថានេះលោករាជាអគ្គលេខាធិការគឺជាមនុស្សសម្លេងមាសខ្ញុំ surprise មែនថាវ៉ាវអស្ចារ្យពីព្រោះខ្ញុំស្ដាប់លើគាត់និយាយហ្នឹងគឺល្អមែននៅពេលដែលគាត់និយាយគាត់បកស្រាយគាត់ស្អីហ្នឹងគឺត្រឹមត្រូវល្អស្អី perfect ប៉ុន្តែវាពិបាកតែមួយហ្នឹងគឺថាគាត់អត់មានសមត្ថភាពហាក់បីដោយរាល់ថ្ងៃហ្នឹងដូចនៅក្រោមសឡុយមីកាច់ឡានហ្នឹងមិនណានៅក្រោមសឡុយមីកាច់ឡានហ្នឹងមិនខ្ញុំអត់យល់ហ្នឹងហើយអញ្ចឹងខ្ញុំត្រឡប់មកចូលអានខមមិនរបស់បងប្អូនវិញចាំមិញដោយសារខ្ញុំនិយាយខ្ញុំអត់ចង់អានខមមិនបងប្អូនទេពីព្រោះតែខ្ញុំអានខមមិនបងប្អូនធ្វើឲ្យខ្ញុំបែកទៅនេះទៅនោះឥឡូវខ្ញុំចាប់ប្រធានបទរបស់ខ្ញុំហើយអញ្ចឹងខ្ញុំចូលមកអានខមមិនរបស់បងប្អូនវិញណាអូខេឃើញមានមុខខំមុខអីច្រើនណាចាតួនាទីលៀងគូតចាខ្ញុំមើលពីក្រោមទៅវិញសំរាំងស៊ីចង្រៃចប់ហើយអាសេនាឈួតហែងចេញមកអញដឹងថាហែងចេញពិភពណាហើយពួកអាសេនាជួអាឈួតអាសេនាដឹងមកទេការចំនួនខ្ញុំឆ្លុះគ្នាហ្នឹងអាវិទូគេចាប់ផ្ដើមចូលទៅធ្វើស្អីណាក្រុមសេនាមហានាគខ្ញុំថាអាសេនាមហានាគហ្នឹងមិនមែនមហានាគស្អីទេ
ក្រុមសនាមហានេះឯងហ្នឹងគឺអាគេបិទនឹងក្តាមមកជួអាឡានដឹកក្តាមឈូទៅដុតហ្នឹងពួកអាហែងហ្នឹងគឺអាក្រុមសនានេះហ្នឹងឯងគឺអាសនាដែលជិះនៅលើឡានដែលគេដឹកក្តាមឈូទៅដុតហ្នឹងឯងពួកអាសនាឈួតហ្នឹងឯងគាត់តែចេញមកហ្នឹងអញឃើញតែក្រុមសេនានេះស្អីដេកចូលឈួតជ្រូកឯហ្នឹងមកអញជ្រេញណាឯងណាប៉ុន្តែអញខ្ជិលប្លុកទុកឯងមើលអញទៅស្រួលអញជេរអាសែនហ្នឹងទៅអញជេរអាមេឯងហ្នឹងទៅឲ្យហែងឈឺចុកចាប់យ៉ាងហោចណាស់ក៏អញចំណេញ view មួយដែរអាថាប់ទៀតអញទុកឯងហ្នឹងអញអត់ប្លុកទេបងស្រីស្អាស្រីល្អណាស់សម្រាប់ជាតិចាអរគុណច្រើននៅអ្នកដែលបានយល់ចាអាកូនចង្រៃអាកូនចង្រៃបំរើអាឆ្កែហ៊ុនសែនអាថោកទៀបអាអត់ពូជអាកំបុតក្បាលយីចុះអាស្អីហ្នឹងវាមិនវាជេហ៊ុនសែនខ្លួនឯងចឹងនេះអាស្អីកូននេះសន្តិស្អីសន្តិភាពដាច់ចូលនេះអ៊ីទៅឃើញអានេះមួយដូចចម្លែកវាចេញមកជេហ៊ុនសែនវិញធ្លាប់តែអាសេនានេះរត់ដល់វាត្រពងហ៊ុនសែនអានេះមកចេញអាហ៊ុនសែនជេអូវាដាក់តនីហ៊ុនសែនធ្លាក់កប៉ាល់ហោះអូអានេះអាកូនសេនានេះវាថាខ្ញុំសូមបួងសួងឲ្យអាហ៊ុនសែនចង្រៃចេញពីក្តិតឆ្កែយួននឹងឲ្យវាធ្លាក់យន្តហោះស្លាប់តៃហោងវិនិច្ឆ័យសន្តិទៅល្អប៉ុន្តែឯងគួរតែដូរឈ្មោះបើឯងស្អប់ហ៊ុនសែនចឹងឯងកុំដាក់ឈ្មោះស្អីសន្តិភាពដេចជោអីណាដូរឈ្មោះចេញទៅហើយក៏អញអានអក្សរខុសទៅដឹងមិនដាជេទេមើលយេថ្ងៃនេះមានឆ្កែសេនានេះចូលមកវើយចាសង្គ្រោះអាចតាមទូរស័ព្ទគ្មានណាជឿទេបើហែងមិនជឿក៏នៅមានប្រជាពលរដ្ឋខ្មែរជឿដែរអាម៉ោកហែងដឹងហែងកុំថាមិនជឿរាល់ថ្ងៃហ្នឹងហែងនឹងភ្លើពីព្រោះអីពួកអញនៅខាងក្រៅស្រុកដែលអញដើរស្រែកបាតកម្មម្ដងគ្រប់កន្លែងហ្នឹងមិនមែនអត់មានប្រយោជន៍ទេអញប្រាប់ហែងចេះអាសង្គីហែងឃើញហ៊ុនសែនរាល់ថ្ងៃទៅកន្លែងណាក៏គេមើលមុខផងណាទៅកន្លែងណាក៏គេមិនមើលមុខផងឈប់ភ្លើទៀតទៅសម្រែកបបប្រជាពលរដ្ឋខ្មែរនៅខាងក្រៅស្រុករាល់ថ្ងៃហ្នឹងមិនមែនអត់ប្រយោជន៍ទេណាការក្រោកឈររបស់ប្រជាពលរដ្ឋខ្មែរនៅខាងក្រៅស្រុកហ្នឹងមិនមែនអត់ប្រយោជន៍ទេរាល់ថ្ងៃអន្តរជាតិគេដឹងតែយ៉ាវហ៊ុនសែនសពគ្រប់ទាំងអស់ហើយជប៉ុនក៏គេដឹងណាខាងយុរ៉ុបក៏គេដឹងទៅអូស្ត្រាលីទៅស្អីគេដឹងទាំងអស់ថាកាយ៉ាវហ៊ុនសែននឹងយ៉ាងម៉េចគេមិនគ្រប់គ្រងហ៊ុនសែនដឹងមិនហ៎បងប្អូនការដែលគេមិនបដិសេធអារឿងមិនអនុគ្រោះពន្ធដល់ស្រុកខ្មែរយើងហ្នឹងដោយសារអីហ៎មិនមែនគេសំណូមពរឲ្យតែហ៊ុនសែនទទួលស្គាល់លទ្ធិប្រជាធិបតេយ្យទទួលស្គាល់សិទ្ធិមនុស្សអីទេបើគ្រាន់តែធ្វើប៉ុណ្ណឹងហ៊ុនសែននឹងបន្លំធ្វើទៀតចាដោះលែងប្រជាពលរដ្ឋមួយពីរដែលជាប់គុកមនសិការទៅបានន័យថាអូណែសិទ្ធិមនុស្សរស់ឡើងវិញហើយនៅកម្ពុជាចាហើយពិបាកបន្តិចអាត្រង់លទ្ធិប្រជាធិបតេយ្យបងប្អូនដឹងទេគឺគេជន់កវាលទ្ធិប្រជាធិបតេយ្យហ្នឹងយើងបងប្អូនមួយចំនួនគាត់ថាចុះហេតុអីពិបាកម៉េចគ្រាន់តែថាយើងបង្កើតឲ្យប្រទេសយើងមានលទ្ធិប្រជាធិបតេយ្យពិបាកណាស់សម្រាប់ហ៊ុនសែនបងប្អូនដោយសារអីទេពីព្រោះនៅពេលដែលគេចង់ឲ្យលទ្ធិប្រជាធិបតេយ្យហ្នឹងគឺទូលំទូលាយណាស់ឲ្យគោរពថ្ងៃទី23តុលាធ្វើអ្វីៗទៅតាមថ្ងៃទី23តុលាហើយឲ្យគណៈបកសង្គ្រោះជាតិមានជីវិតរស់ឡើងវិញមានការរៀបចំបោះឆ្នោតដោយសេរីយុត្តិធម៌លទ្ធិប្រជាធិបតេយ្យចាពហុបកឡើងវិញសួរថាហ៊ុនសែនធ្វើអីបើហ៊ុនសែនធ្វើមិនហ៊ុនសែនឈួតអញ្ចឹងហ៊ុនសែនមិនទ្រាំអោនក្បាលឲ្យគេដោយសារអីដោយសារត្រង់ហ្នឹងចំណុចហ្នឹងចាលទ្ធិប្រជាធិបតេយ្យហ្នឹងគឺកសោបធំសម្រាប់ហ៊ុនសែនរាល់ថ្ងៃហ្នឹងចាគេអត់ទទួលស្គាល់ទេថាហ៊ុនសែនបោះឆ្នោតរាល់ថ្ងៃហ្នឹងគេអត់ទទួលស្គាល់ហ៊ុនសែនជានាយករដ្ឋមន្ត្រីស្របច្បាប់ទេអាត្រង់ចំណុចអស់ហ្នឹងហើយដែលធ្វើឲ្យហ៊ុនសែនហាស្លាក់ខ្ជាក់ស្លែងហើយក៏បាននិយាយលួងចិត្តខ្លួនឯងហើយនិយាយលួងចិត្តប្រជាពលរដ្ឋឈួតភ្លើមួយចំនួនដោយអាសនាឈួតនេះមិនមកណាគឺថាហ៊ុនសែនមិនអោនក្បាលចំពោះបរទេសទេហ៊ុនសែនស្រឡាញ់អធិបតេយ្យភាពរបស់ប្រទេសហ៊ុនសែនស្រឡាញ់សន្តិសុខរបស់ប្រទេសរបស់ប្រជាពលរដ្ឋកុំភ្លើទៀតអាហ្នឹងគឺជាការដោះសាររបស់ហ៊ុនសែនគឺជាការបោកប្រាស់របស់ហ៊ុនសែនទេអង្គការសហប្រជាជាតិUN អីទាំងអស់ហ្នឹងណាពេលដែលគេដាក់សម្ពាធទៅលើហ្នឹងណាគេមិនមែនឲ្យយើងធ្វើអ្វីដែលខុសច្បាប់គេមិនមែនទៅស្គៀបសង្កត់យើងទេគេធ្វើឲ្យយើងហ្នឹងគោរពទៅតាមច្បាប់របស់គេគឺច្បាប់រដ្ឋធម្មនុញ្ញយើងហ្នឹងឲ្យគោរពទៅតាមច្បាប់រដ្ឋធម្មនុញ្ញដោយប្រទេសគេដទៃទៀតមិនមែនច្បាប់រដ្ឋធម្មនុញ្ញនៅក្រោមក្តាត់អាចហ៊ុនសែនដោយរាល់ថ្ងៃទេខ្ញុំសូមជម្រាបចេះណាហ្នឹងហើយហើយអាខ្លះទៀតទៅអាតាជាងវុនចឹងចេញមកមាត់ធំជាងគូតណា
នៅពេលដែលគេមិនផ្ដល់អនុគ្រោះពន្ធឲ្យទៅស្រុកខ្មែរទម្លាក់នៅលើគណៈបកប្រឆាំងថាគណៈបកប្រឆាំងហ្នឹងសบายចិត្តណាស់នៅលើកំណត់ទុកប្រជាពលរដ្ឋខ្លួនឯងណាគណៈបកប្រឆាំងហ្នឹងមានស្អីរាល់ថ្ងៃហ្នឹងណាការដែលมันអនុគ្រោះពន្ធគឺមកពីកំហុសរបស់ហ៊ុនសែនទាំងស្រុងមិនមែនកំហុសរបស់គណៈបកប្រឆាំងទេណាមកពីកំហុសរបស់ហ៊ុនសែនតែអាឈៀងវុនហ្នឹងដូចមានកាច់ឡើងរាល់ថ្ងៃហ្នឹងកំហុសខ្លួនឯងអត់ជាយាមលាតត្រដាងរកតម្លាភាពឲ្យប្រជាពលរដ្ឋទេបែរជាបៀមឈាមព្រោះមកខាងបកប្រឆាំងវិញឥឡូវដូចមានកាច់ឡើងរាល់ថ្ងៃហ្នឹងកំហុសខ្លួនឯងបែកស្អុយពេញ Facebook សារផងសរសេរផងស្អីផងហ្នឹងអត់ព្យាយាមរកតម្លាភាពឲ្យប្រជាពលរដ្ឋឲ្យមហាជនដែលគេមានចម្ងល់នេះណាហ៊ានចូលសួរវារឿងហ្នឹងវាប្រឡប់ចោលបាត់ឡូវហ្នឹងវីដេអូវាខ្លាំងណាស់មិនដឹងខ្នងអ្នកដែលនៅក្រោយខ្នងវានឹងខ្លាំងប៉ុណ្ណាទេវីដេអូវាគ្រាន់តែប្រភពចម្លងចែកចាយភ្លាមវាឲ្យគេ remove ចេញផ្លែក page វាគ្រាន់តែ page វាបង្កើតតែប្រមាណទេបងប្អូនឃើញទេអ្នកចូលមើលចូលឲ្យខ្ញុំបង្កើតរង្វាត់ឆ្នាំឯងអត់ចេះបង្កើតខ្លួនឯងលលេយើងអត់ដឹងទេពីព្រោះយើង baby Facebook ហ្នឹងហើយរកតអ្នក like មិនឃើញរកតអ្នកអីមិនឃើញគេសើចយើងទៀតរាល់ថ្ងៃសើចចោះពីព្រោះខ្ញុំ baby Facebook ទេណាអញ្ចឹងខ្ញុំសូមជម្រាបថាអ្នកដែលនៅក្រោយខ្នងមីកាច់ឡាងហ្នឹងមិនធម្មតាទេរឿងអាស្រូវរបស់វារឿងសារបែកធ្លាយសារសម្លេងដែលវាជេរគេវាវាយប្រហារអ្នកទាំងអស់គ្នានៅក្នុងហ្នឹងវាឲ្យគេ remove ចេញពី YouTube ទៀតខ្លាំងដល់ប៉ុណ្ណឹងខ្ញុំសូមជម្រាបចឹងអញ្ចឹងត្រឡប់មករឿងឈៀងវុនវិញគឺដូចគ្នាអញ្ចឹងកំហុសខ្លួនឯងរបស់រាជរដ្ឋាភិបាលអត់រកអីដោះស្រាយទេបែរជាមកទម្លាក់កំហុសឲ្យអ្នកដែលជនរងគ្រោះទៅវិញណាស៊ីបាយលៀបមាត់ប្រប៉ែកំណត់មីហ៊ុនសែនរាល់ថ្ងៃហ្នឹងដូចគ្នាដែរស្អីរាល់ថ្ងៃអត់មានស្អីមីកាឡាងរាល់ថ្ងៃហ្នឹងអត់ព្រមបកស្រាយខ្លួនឯងបែរជាទម្លាក់មកឲ្យមីចិនដាវីនេះវិញហើយខ្ញុំអត់ដឹងរឿងអីផងបងប្អូនឃើញស្រាប់ហើយសារហ្នឹងតាំងពីថ្ងៃទី14គេបញ្ជូនមកខ្ញុំតែខ្ញុំធ្វើមិនដឹងធ្វើមិនលឺខ្ញុំហត់នឿយណាស់ខ្ញុំមិនចង់បកករឿងជាមួយវាទេរហូតដល់ខ្ញុំធ្លាប់និយាយជាមួយថ្នាក់ដឹកនាំខាងលើទៀតណានិយាយជាមួយបងជាកំលីថាបងខ្ញុំសុំសួរមួយនឹងថាវាមានតួនាទីអីនៅក្នុងគណៈបកសង្គ្រោះជាតិបើសិនជាវាអត់មានឲ្យតួនាទីវាមួយឲ្យច្បាស់ទៅកុំឲ្យវាដើរម្ដងប្រធាននេះម្ដងប្រធាននោះសពគ្រប់បែបយ៉ាងដើរបោកគេអញ្ចឹងពេកណាហើយហៅគ្នាមកនិយាយមកឲ្យខ្ញុំអត់ឲ្យបងឯងហ្នឹងឯងខ្ញុំអត់ឲ្យបងឯងហ្នឹងកាន់ជើងខាងណាទេបើកាន់ជើងទៅវាខុសមិនចាំបាច់ឲ្យវែកញែករកខុសរកត្រូវទេណាពីព្រោះមនុស្សតែដល់ថ្នាក់នេះហើយវាមិនមែនមានខុសមានត្រូវរលែងចាញ់ហើយបើសិនជាយើងរកខុសរកត្រូវឲ្យអ្នកណាម្នាក់យើងខ្លាចជាមនុស្សខុសវិញឯងអញ្ចឹងយើងយកគោលការណ៍របស់ការងារយកមកនិយាយវិញថាឥឡូវចិនដាវីឯងនេះជាស្អីនៅក្នុងគណៈបកសង្គ្រោះជាតិហើយកិច្ចឡាននោះជាស្អីនៅក្នុងគណៈបកសង្គ្រោះជាតិបើអ្នកទាំងអស់គ្នាស្រឡាញ់សង្គ្រោះជាតិទាំងអស់គ្នាសូមមេត្តាបញ្ឈប់ទៅថយម្នាក់មកចង្ហៀនទៅអានឹងកំណត់របស់ខ្ញុំណាថយម្នាក់មកចង្ហៀនទៅដើម្បីសង្គ្រោះជាតិទាំងអស់គ្នាបើយើងស្រឡាញ់ជាតិណាហើយទោះបីនាងកិច្ចឡានហ្នឹងឯងហើយខ្ញុំហ្នឹងឯងអត់និយាយគ្នាអត់ត្រូវគ្នាក៏ដោយប៉ុន្តែហាមដាច់ខាតមិនឲ្យឡើងវាយប្រហារគ្នានៅលើទីសាធារណៈឲ្យសត្រូវរបស់យើងឃើញថាយើងបែកបាក់ទេបើសិនជាអ្នកណាមួយអត់អាចធ្វើបានទៅតាមលក្ខន្តិកៈរបស់ការងារហ្នឹងអ្នកនឹងត្រូវប្រកាសបដិសេធដូចគេប្រកាសបដិសេធបងសូហ្វីថ្ងៃមុនអញ្ចឹងប្រកាសបដិសេធថាបើសិនជាខ្ញុំនៅតែប្រព្រឹត្តចាប់តាំងពីថ្ងៃដែលលោកជាកំលីនិយាយជាកំផាត់នឹងហើយខ្ញុំនៅតែធ្វើអញ្ចឹងខ្ញុំនៅតែចេញបហាវាយនាងកាច់ឡាងអញ្ចឹងគេមានសិទ្ធិបដិសេធថាឥឡូវហ្នឹងឈ្មោះចិនដាវីវ៉ាន់មិនមែនជាសកម្មជនឬក៏មិនមែនមានតួនាទីមុខតំណែងអីនៅក្នុងគណៈបកសង្គ្រោះជាតិទេខ្ញុំទទួលយកហើយនាងកាច់ឡាងក៏ដូចគ្នាដែរបើសិនជានាងនោះហ៊ានបំពេញមកលើខ្ញុំមុនសូមឲ្យគោរពទៅតាមលក្ខន្តិកៈរបស់បករបស់ការងារគឺលៀនលែងចេញដោយស្វ័យប្រវត្តិថាឥឡូវហ្នឹងនាងនឹងមិនមែនជាសកម្មជនរបស់គណៈបកសង្គ្រោះជាតិទៀតទេអញ្ចឹងឲ្យប្រជាពលរដ្ឋហ្នឹងទទួលស្គាល់ថាចាប់តាំងពីថ្ងៃហ្នឹងទៅនាងនឹងមិនមែនជាសកម្មជនរបស់គណៈបកសង្គ្រោះជាតិទេខ្ញុំចង់បានតែប៉ុណ្្នឹងឯងឲ្យអ្នកដែលនៅខាងលើខ្ញុំដោះស្រាយខ្ញុំអត់ត្រូវការឲ្យអ្នកទាំងអស់គ្នានឹងមករកយុទ្ធធម៌វែកញែករកខុសរកត្រូវឲ្យខ្ញុំឯងគឺខ្ញុំចង់បានភាពមួយគឺបញ្ចប់ណាបើសិនជាអ្នកទាំងអស់គ្នាអត់ចេញអញ្ចឹងទេអត់មានថ្ងៃណាបញ្ចប់ទេឥឡូវរាល់ថ្ងៃវាចង់រំលាយខ្ញុំវាចង់កំទេចខ្ញុំសួរថាវាចង់កំទេចខ្ញុំទៅធ្វើអីម៉ែវាខ្ញុំដែរទៅធ្វើអីខុសជាមួយជាតិទេបងប្អូនពិចារណាមើលហ្នឹងហើយ
Ôiខ្ញុំអានខមមិនច្រើនណាស់ចាយចិនដាវីមិនបាច់តបតទេបើយើងតបតដូចជាឲ្យតម្លៃកាច់ឡើងពេកហើយនិយាយមិនតបតធ្វើមិនកើតខ្ញុំចេះតែនិយាយអ្នកដែលនិយាយមកឲ្យខ្ញុំតបតអាហ្នឹងវាចូលដល់រឿងខន្តីញោមទៀតណាហ្នឹងហើយមិនអីទេខន្តីញោមខន្តីទៅញោមចាដល់ពេលពាក្យដែលប្រើថាខន្តីទៅញោមដោយសារវាអីមិនតន់ធ្លាក់នៅលើខ្លួនយើងអញ្ចឹងចេះខន្តីទៅញោមខន្តីទៅញោមស្រាប់តាមមិស្រីនៅវាគប់ស្បែកជើងមកវូចំប្រកេះមើលកាន់បាត់អាត្មាវាយមកចោលកញ្ចុយនឹងឲ្យណាណៃមើលអានឹងដោយសារអីមនុស្សមានសាច់មានឈាមមានបេះដូងនៅពេលដែលយើងមិនតន់ធ្លាក់ដល់ខ្លួនយើងអត់ដឹងឈឺទេតោះតែគេនឹងគប់ស្បែកជើងមកត្រូវក្បាលយើងបានយើងដឹងឈឺកាន់បាត់អាត្មាសិនអាត្មាវាយក្បាលមកចោលអាត្មាវាយមកចោលកញ្ចុយនឹងឲ្យណាណៃមើលអានឹងគឺអញ្ចឹងណាមនុស្សយើងគឺអញ្ចឹងគ្មាននរណាគេមានបេះដូងស៊ីម៉ង់ទេគេធ្វើអីធ្វើទុកបុកម្នេញយើងបានសពបែបយ៉ាងខ្ញុំសួរថាតើទ្រាំធ្វើអីណាខ្មែរឈប់ស្លាប់ទៀតទៅត្រង់នឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជាង3លានអ្នកកក្បាលឆ្អឹងកលើគ្នាដោយសារអីទ្រាំទៅសូម្បីតែក្មេងកាន់កំភ្លើងអូមិនតង់ផុតពីដីផងគេយកទៅចងបាញ់សម្លាប់ភូទាំងខ្សែដោយសារអីទ្រាំទៅខ្ញុំអត់ទេណាខ្ញុំមិនឲ្យអ្នកណាគេមកវាយខ្ញុំអោនក្បាលឲ្យគេវាយអីតាមចិត្តទេអត់ទេណាហើយខ្ញុំក៏មិនមែនជាមនុស្សកាយសាហាវដែរខ្ញុំមិនដែលទៅប៉ះពាល់អ្នកណាដែលគេអត់ដែលប៉ះពាល់ខ្ញុំទេខ្ញុំនិយាយអញ្ចឹងដោយស្មោះចាប៉ុន្តែគ្រាន់តែខ្ញុំមានពឹសមួយសម្រាប់ការពារខ្លួនទេប៉ុន្តែពឹសនឹងខ្ញុំមិនដែលយកពឹសរបស់ខ្ញុំទៅសម្រាប់មនុស្សឬក៏មិនដែលយកពឹសខ្ញុំទៅបៀតបៀនអ្នកដទៃទេពឹសខ្ញុំគឺមានមកពីកំណើតគឺពឹសមេត្តាពឹសសម្រាប់ព្យាបាលខ្លួនឯងទេពឹសសម្រាប់ការពារខ្លួនឯងតែប៉ុណ្ណោះណាខ្ញុំសូមជម្រាបប៉ុណ្ណឹងណាល្មមបងប្អូនយល់អំពីបញ្ហាហ្នឹងចាហើយអូយបងប្អូនខមមិនច្រើនណាស់ពីខាងលើមកខ្ញុំមិនដឹងអានឲ្យអស់ទេនេះមិនមែនស្រីឈួតទេគឺបាក់ CPP ហ្នឹងហើយដែលឈួតព្រោះ1ឆ្នាំ60លាន600លានដុល្លារមិនយកទៅជាស្រឡាញ់អំណាចដូចជាសម្លាប់ប្រជារាស្ត្រចានិងកម្មករមួយប្រទេសចាពីព្រោះមនុស្សហ្នឹងវាអត់ចេះស្កប់ស្កល់ចាមនុស្សវាអត់ចេះស្កប់ស្កល់ចា1ឆ្នាំ6លានដុល្លារបងប្អូននឹងស្រាប់ហើយ600ចា600លានដុល្លារហ្នឹងហើយ600លានដុល្លារហើយរាល់ថ្ងៃហ្នឹងនៅពេលពីមុននៅពេលដែលគេអនុគ្រោះពន្ធក្នុងមួយឆ្នាំ600លានដុល្លារហ្នឹងហើយប្រជាពលរដ្ឋខ្មែរនៅតែក្រីក្រនៅតែលំបាកនៅតែយ៉ាប់នៅតែវេទនាចុះតម្រាំតែពន្ធបាត់បង់600លានដុល្លារនោះសួរថាតើប្រជាពលរដ្ឋប្រមាណលានអ្នកត្រូវប្រឈមមុខនឹងហានិភ័យទទួលនៅភាពក្រីក្រជាងនឹងទៅទៀតដោយលោកបណ្ឌិតអីគាត់សម្ភាសនៅក្នុងហ្នឹងចាក្នុងមនុស្សម្នាក់គាត់ត្រូវធ្វើកម្មករដើម្បីចិញ្ចឹមមនុស្ស2 3នាក់ទៀតអញ្ចឹងក្នុងកម្មករនៅស្រុកខ្មែររាល់ថ្ងៃហ្នឹងមានប្រមាណអ្នកចា8សែនអ្នកចា8សែនអ្នកអញ្ចឹងវាគុណមនុស្សប្រមាណលានអ្នកទៀតចាដែលត្រូវប៉ះពាល់អត់មានប្រាក់ចំណូលចូលហើយនៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះទាំងអស់ហ្នឹងនៅពេលដែលកម្មករបាត់បង់មុខរបរបាត់បង់ចំណូលនោះសួរថាតើវាប៉ះពាល់ប៉ះតគ្នាទាំងអស់ណាពីមុនណាគិតថាគ្រាន់តែកម្មករម្នាក់ចិញ្ចឹមបងប្អូនក្រុមគ្រួសារតែ2 3នាក់នៅក្នុងផ្ទះទេចាអញ្ចឹងពលករ8សែននាក់ឬក៏1លាននាក់ហ្នឹងសួរថាប៉ះពាល់មនុស្សប្រមាណយក8សែននាក់ឬក៏1លាននាក់ហ្នឹងគុណនឹង3គុណនឹង4ទៅវាប៉ះពាល់មនុស្ស3 4លាននាក់នោះហើយមិនត្រឹមអាហ្នឹងគ្រាន់តែសាច់ឈាមរបស់ពួកកម្មករទាំងអស់ហ្នឹងឯងក្រុមគ្រួសាររបស់កម្មករទាំងអស់ហ្នឹងឯងចុះនៅពេលដែលកម្មករទាំងអស់ហ្នឹងអត់មានប្រាក់ចំណូលប្រាក់ហើយបើគាត់បានអីចំណាយហើយដល់ពេលគាត់អត់មានប្រាក់ចំណាយសួរថាតើអ្នកលក់ដូរទាំងអស់ហ្នឹងប៉ះពាល់អត់សេដ្ឋកិច្ចត្រូវធ្លាក់ចុះទាំងអស់ពីព្រោះអ្នកលក់ដូរក៏ប៉ះពាល់ដែរអ្នករត់ម៉ូតូឌុបក៏ប៉ះពាល់អ្នកលក់បាយអ្នកលក់ម្ហូបអ្នកជួលផ្ទះអីប៉ះពាល់ទាំងអស់ហ្នឹងហើយគឺជាសេដ្ឋកិច្ចហើយនៅពេលដែលគេយកពន្ធយើងថ្លៃសួរថាតើមានរោងចក្រណាទៅដាក់ធ្វើវិនិយោគទុននៅស្រុកយើងទៀតនៅប្រទេសយើងទៀតអានឹងហើយដោយសាររដ្ឋាភិបាលភ្លើស្រឡាញ់អំណាចស្រឡាញ់តំណែងអ្នកណាងាប់ទៅឲ្យតែរស់អញណារាល់ថ្ងៃហ្នឹងបើដេករស់ស្រួលហើយហ្នឹងមានអីពិបាកទៀតណាហ៊ុនសែនដេករស់ស្រួលហើយអាលុយដែលក្បត់ជាតិជក់វិឈាមជាតិហ្នឹងចាយប្រមាណតពូជម្បោក៏វាចាយមិនអស់ដែរប៉ុន្តែដោយសារអីវាសាងអាក្រក់មិនទាន់ឆ្អែតវាបំផ្លាញជាតិមិនទាន់គ្រប់អញ្ចឹងហើយវានៅបន្តទៀតហ្នឹងហើយចាឥឡូវហ្នឹងកុំឲ្យ
ខ្ញុំថាអានខមមិនទៅខាងលើប៉ុន្តែច្រើនពេកហើយខ្ញុំក៏សូមអភ័យទោសផងណាដល់ all friend ទាំងអស់ដែលដោយថាសរសេរខមមិនមកខ្ញុំអត់បានអានខ្ញុំអត់បាន reply អស់ឥឡូវហ្នឹងដោយសារពេលវេលាដូចជា live យូរពេកហើយខ្ញុំខ្លាចអ្នកទាំងអស់គ្នាធុញចាវែងពេកចាអញ្ចឹងខ្ញុំក៏គិតថាសូមជម្រាបលាបងប្អូនណាសូមអង្វរដល់បងប្អូនស្នេហាជាតិមាតុភូមិទាំងអស់បញ្ឈប់ការវាយប្រហារគ្នាហើយងាកមកធ្វើកិច្ចការជាមួយគ្នាទៅប្រាប់ទៅមីកាច់ឡាងហ្នឹងផងណាប្រាប់ទៅមីស្បែកស្វិតមីឈាមថោកហ្នឹងផងថាឈប់វាយប្រហារចិនដាវីទៅឈប់តាមកំតិចចិនដាវីទៅឈប់តាមបំផ្លាញចិនដាវីទៅចិនដាវីគឺជាអ្នកបម្រើគណៈបកសង្គ្រោះជាតិបើនាងឯងស្រឡាញ់គណៈបកសង្គ្រោះជាតិឈប់បល័យគេទៅឈប់ប្រហារគេទៅណាគេដែលទៅធ្វើទុកបុកម្នេញអីទេនាងឯងស្នេហាជាតិចង់ឡើងកប់មេឃណាក៏ឡើងទៅណាខ្ញុំមិនបានខ្វល់ខ្វាយអីទេនាងឯងចង់ទៅធ្វើប្រធានអីធ្វើទៅណាចង់ទៅធ្វើប្រធានចំនួនលោកសំរងស៊ីទៀតក៏ធ្វើទៅដើម្បីឲ្យខ្មែរយើងបានប្រាក់ខែមួយខែ1000ប៉ុន្តែធ្វើម៉េចកុំឲ្យតែដើមមួយបង្កាច់គេបំផ្លាញគេលាបពណ៌គេថ្ងៃចង់បោះសម្អាតអីគេណាមកចង់បោះសម្អាតពួកខ្ញុំនឹងខ្ញុំទៅធ្វើអីខុសខ្ញុំមិនមានដែរធ្វើអីបំផ្លាញជាតិទេខ្ញុំសូមជម្រាបបងប្អូនចេះខ្ញុំមិនដែរធ្វើអីបំផ្លាញជាតិបំផ្លាញប្រជាពលរដ្ឋខ្មែរទេគឺអត់ទេណាឆន្ទៈរបស់ខ្ញុំសន្យានឹងខ្លួនខ្ញុំតាំងពីខ្ញុំនេះមកម៉េចតាំងពីខ្ញុំចូលដឹងរឿងសង្គមដឹងពីការឈឺចាប់របស់ប្រទេសជាតិដឹងពីទុក្ខលំបាកវេទនារបស់ប្រជាពលរដ្ឋណាគឺខ្ញុំឈឺចាប់រួមជាមួយអ្នកទាំងអស់គ្នាដូចគ្នាដែរខ្ញុំឈឺចាប់រហូតដល់ខ្ញុំលែងខ្វល់ខ្វាយពីសុវត្ថិភាពរបស់ខ្លួនឯងទៀតខ្ញុំឈឺចាប់រហូតដល់ខ្ញុំថាខ្ញុំមិនបានទៅលេងស្រុកខ្មែរក៏អត់បញ្ហាដែរខ្ញុំអត់បានទៅជន់ដីខ្មែរមកជីវិតក៏ខ្ញុំអត់ស្លាប់ដែរប៉ុន្តែសំខាន់ឲ្យតែជាតិខ្ញុំរស់ឲ្យតែប្រជាពលរដ្ឋខ្ញុំរស់បានហើយខ្ញុំឃើញអ្នកទាំងអស់គ្នាសុខសាន្តពីចម្ងាយនឹងក៏គ្រប់គ្រាន់ដែរសម្រាប់ខ្ញុំប៉ុន្តែរាល់ថ្ងៃនេះពេលដែលខ្ញុំបើកភ្នែកទៅឃើញអ្នកទាំងអស់គ្នាវេទនាពីចម្ងាយខ្ញុំក៏ឈឺចាប់ដូចគ្នាដែរណាខ្ញុំសូមជម្រាបចេះហើយខ្ញុំមិនចង់ឲ្យឃើញបងប្អូនណារាល់ថ្ងៃនឹងឈប់ទៅណាឈប់ទៅអាការចោតប្រកាន់គ្នាថាយួនហ្នឹងរាល់ថ្ងៃហ្នឹងពេលដែលយើងចោតប្រកាន់គ្នាយួនទៅយួនមកសួរថាតើនៅមានខ្មែរប្រមាណអ្នកទៀតណានៅមានខ្មែរប្រមាណអ្នកទៀតនៅស្រុកខ្មែរបើយើងអ្នកណាក៏យើងថាយួនហ្នឹងរាល់ថ្ងៃយើងកំពុងតែបំបត្តិបំផ្លាញជាតិសាសន៍យើងដោយខ្លួនឯងដោយសារអីយើងលៀបពណ៌ឲ្យគ្នាថាជាយួនយើងកំពុងតែសម្លាប់ជាតិសាសន៍ខ្លួនឯងមានបានដឹងទេមួយខំយកតុងជាតិទៅដាក់ណែតុងជាតិពីក្រោយខ្នល់ណាប៉ះតុងជាតិខ្ញុំមិនបានទេប៉ុន្តែហងឯងកំភ្លេចថាហងឯងកំពុងតែបំផ្លាញជាតិសាសន៍ខ្មែរដែលអត់ដឹងខ្លួនទេពីព្រោះនាងឯងកំពុងតែយកស្បែកយួនយកឈ្មោះយួនយកដួនយួនមកបំពាក់ឲ្យខ្មែរគ្រប់គ្នាទាំងអស់នាងឯងអត់ខុសពីអៀកំស្រែងទេអៀកំស្រែងអ្នកណាក៏យកផ្កាយួនទៅពាក់បោះលើក្បាលដែរអញ្ចឹងមីកាឡាងឯងនឹងក៏ដូចគ្នាដែរមួយថ្ងៃគ្មានទេក្នុងវីដេអូឃ្លីបវាមួយណាក៏ដោយបងប្អូនសង្កេតមើលដែរដែលវាមិនហាមាត់ចោលអ្នកណាយួនមួយម៉ាត់ទេគ្រប់ឃ្លីបវាទាំងអស់ប្រហែល100ឃ្លីបដែលវាចេញមកគឺអ្នកណាក៏ដោយក៏វាចោលគេថាជាយួនដែរសួរថាតើរាល់ថ្ងៃនេះបើវាធ្វើសកម្មភាពអញ្ចឹងទៀតនេះវាបំពុលខ្មែរឬមិនបំពុលខ្មែរវាបំផ្លាញខ្មែរឬក៏វាជួយសង្គ្រោះខ្មែរអ្នកណាក៏វាពាក់ដួនឲ្យជាយួនអ្នកណាក៏វាបោះផ្កាយឲ្យជាយួនអ្នកណាក៏វាបោះផ្កាយឲ្យជាអ្នកក្បត់ជាតិសួរថាតើវាចេញមកបំរើនៅក្នុង Facebook ហ្នឹងណាវាចេញមកបំរើខ្មែរឬក៏វាមកបំផ្លាញខ្មែរកុំភ្លេចណាសំណួរដែលវាសួររាល់ថ្ងៃហ្នឹងអ្នកទាំងអស់គ្នាត្រូវយកទៅ remind នៅក្នុងខួរក្បាលអ្នកទាំងអស់គ្នាថាវាតែងតែសួរថាមីកាច់ឡើងជាអ្នកណាមីកាច់ឡើងជាអ្នកណាណាហ្នឹងហើយកុំភ្លេចថ្ងៃក្រោយប្រយ័ត្នវាចំអកសើចសពុតឲ្យផ្ទះគូតឲ្យថាអញប្រាប់យូរណាស់ហើយតាអញឲ្យយកខួរក្បាលទៅគិតមកពីពួកអ្នកឯងនឹងអត់មានខួរក្បាលគិតអញថាមីកាច់ឡើងជាអ្នកណាហេតុអីពួកអ្នកឯងអត់មានចាប់អារម្មណ៍ណាមីកាច់ឡើងនឹងគឺជាអ្នកណាហើយសើកញ្ជះរបស់អាហ៊ុនម៉ាណែតនឹងឯងណាហើយថ្ងៃជាកញ្ជះរបស់ហ៊ុនម៉ាណែតខ្លួនឯងរកកម្មវិធីអីក៏ដោយព្យាយាមបកស្រាយរកដំណាភាពរកចម្លើយឲ្យប្រជាពលរដ្ឋដែលគាត់កំពុងសួរហ្នឹងមិនមែនគេចូលសួរក្នុងខមមិននាងឯងហើយនាងឯងប្លុកគេមិនឆ្លើយហើយក៏ប្លុកគេទៀតណាហ្នឹងហើយចាអញ្ចឹងខ្ញុំសូមអភ័យទោសផងចាมันអាចមានពេលអានខមមិនដល់បងប្អូនទាំងអស់គ្នាចប់អស់ទេចាហើយខ្ញុំគិតថាពេលវេលាមានកំណត់ខ្ញុំអត់ចង់ឡាយយូរដែរហើយខ្ញុំក៏ខ្លាចចិត្តដល់បងប្អូនមហាជនដែលតាមដានទស្សនាវីដេអូឃ្លីបរបស់ខ្ញុំចាហើយក៏សូមថ្លែងអំណរគុណនៅការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាចាមិនថាមកពីប្រភពមជ្ឈដ្ឋានណាទាំងអស់ទេគឺខ្ញុំ welcome អ្នកទាំងអស់គ្នាទាំងអស់มันមានកម្រិតវប្បធម៌ទេគឺមានកិត្តិយសមែនតើចាដែលអ្នកទាំងអស់គ្នាចាចំណាយពេលវេលាមកមើលមនុស្សខ្ញុំគ្រាន់តែជាអ្នកនយោបាយសម្លចាប់ឆាយទេចាអញ្ចឹងវាអត់មានអស្ចារ្យទេគ្រាន់តែជាអ្នកនយោបាយសម្លចាប់ឆាយចាគឺចាប់ឆាយទាំងអស់ចា
អញ្ចឹងហើយអ្នកទាំងអស់គ្នាចំណាយពេលវេលាមើលខ្ញុំគឺជាតម្លៃជាមោទនភាពណាស់សម្រាប់ខ្ញុំហើយខ្ញុំសូមថ្លែងអំណរគុណនៅពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាចាបងប្អូនមានចាំទេថាសម្ដីរបស់លោកកែមលីបណ្ឌិតកែមលីគាត់មិនដែលអួតថាគាត់គឺជាអ្នកចេះដឹងដោយមានកិច្ចឡានត្រឹមតែរៀនចប់ថ្នាក់ទី8អូយមួយថ្ងៃចេះអត់មានគូប្រៀបកុំភ្លេចថាបណ្ឌិតកែមលីគាត់និយាយអត់នេះណាគាត់គ្រាន់តែជាអ្នកនយោបាយសម្លកកោឯងខ្ញុំសូមជម្រាបត្រូវចាំពាក្យសម្ដីគាត់ឲ្យច្បាស់គាត់គ្រាន់តែជាអ្នករូបវាំងណននេះឥឡូវសនតារាមួយទៀតដែរគាត់គ្រាន់តែជាអ្នកស្រាត់ខោហ៊ុនសែននេះចុះមីកៃឡានឹងស្អីគេថ្នាក់ទី8ក៏មកបង្រៀនខ្មែរសម្បើមហ៎ចាឥឡូវខ្ញុំគ្រាន់តែជាអ្នកនយោបាយសម្លចាប់ឆាយទេចាសម្លចាប់ឆាយហ្នឹងគឺមិនចូលគ្នាទាំងអស់ចាកំ pl ែងលេងសើចខឹងអសរោះមានទាំងអស់នៅក្នុងคลิปវីដេអូរបស់ខ្ញុំអញ្ចឹងអ្នកណាដែលចង់មើលគឺចូលមើលចោះបើអ្នកណាចង់តែមើលតែរឿងជាតិពិតប្រកបមួយទល់មួយនិយាយតែរឿងជាតិម៉ាត់ណាក៏រឿងជាតិចូលតែមើលអ្នកដែលគេនិយាយរឿងជាតិប៉ុន្តែខ្ញុំអត់ចង់អញ្ចឹងទេពីព្រោះវាធ្វើឲ្យយើង stress អញ្ចឹងយើងត្រូវ mix មានកំ pl ែងមានជេចាមាននយោបាយមិនចូលគ្នាចាគឺអ្នកនយោបាយចាប់ឆាយសម្លចាប់ឆាយខ្ញុំណាអញ្ចឹងហើយខ្ញុំក៏សូមអភ័យទោសនៅរាល់ពាក្យខុសឆ្គងហើយនៅអ្វីដែលខ្ញុំធ្វើទៅមិនត្រូវចិត្តមិនត្រូវគំនិតរបស់បងប្អូនទាំងអស់គ្នាដូចខ្ញុំនិយាយអញ្ចឹងថាមនុស្សអត់មានអី perfect ទេហើយបើសិនជានិយាយទៅខុសក៏វត្តចោលធុងសម្រាមទៅអ្វីដែលខ្ញុំនិយាយទៅត្រូវសប្បាយពេញចិត្តធ្វើឲ្យអ្នកទាំងអស់គ្នាសប្បាយចាខ្ញុំសប្បាយចិត្តណាអត់ចង់បានអីពីបងប្អូនទេចាចំណាយពេលវេលាឲ្យធ្វើឲ្យអ្នកទាំងអស់គ្នាសប្បាយកើនអាយុអ្នកទាំងអស់គ្នាគឺជាបុណ្យកុសលរបស់ខ្ញុំមែនតើខ្ញុំគិតថាអញ្ចឹងហ្នឹងហើយមិនមែនចេញមកឲ្យមើលមុខគ្នា stress ងាប់ហើយមួយហ្នឹងណាមីកឡាងហ្នឹងខ្ញុំកោតតែប្តីឡើងរួចទេចេញមកហ្នឹងថ្ងៃណាក៏វាតឹងកសៃកដែរថ្ងៃណាក៏វាចង់ចើមដែរថ្ងៃណាក៏សំឡេងវាតឹងដូចខ្លែងស្រាក់ដែរខ្ញុំចំណាយពេលវេលាខ្ញុំទៅស្ដាប់ខ្ញុំមិនស្ដាប់ទេបងប្អូនអើយខ្ញុំនិយាយដោយស្មោះអស់ពីបេះដូងអញ្ចឹងណា